ประสิทธิ์นิ่งទាំងអស់នេះទុកឲ្យខ្ញុំយកដោយខ្លួនឯងក៏បានដែរអាមួយนิ่งគ្មានតម្លៃទេលោកកាន់តែចាស់ណែលោកតាមមកទៀតតែក្រៃលោកមានរបស់មានតម្លៃទៀតឆាប់តែបាទនាងស្នាក់ណែណាតែបានច្រើនបែបនេះយើងជូននាងទៅវិញមិនមែនខ្ញុំនិយាយបន្លឺទេណាឥឡូវនេះខ្ញុំស្នាក់នៅតែសំណាក់អ៊ីនឡាយផ្ទះសំណាក់អ៊ីនឡាយតើលោកដឹងទេគឺប្រហាក់ប្រហែលនឹងសន្តាគារហៃតុនលំដាប់ផ្កាយ5ហាហាហេលតូលយើងមិនស្គាល់ទេប៉ុន្តែផ្ទះសំណាក់អ៊ីនឡាយមួយនេះគឺជារបស់យើងតាមពិតលោកជាថកែចិត្តខ្មែរនោះទេបន្ទប់អន់មួយសោះជួលមួយខែត្រូវចំណាយអស់60ដុល្លារនាងឆ្លាញ់ប្រាជ្ញានេះអញ្ចឹងយើងធ្វើការដោះដូរជាមួយគ្នាមួយទៅនិយាយសិនណាម្ចាស់យាយរបស់យើងបង្ខំឲ្យយើងរៀបការខ្លាំងណាស់លើកនេះត្រឡប់ទៅក្រុងវិញគឺមិនអាចគេរួចទេអញ្ចឹងនាងខ្លាញ់ខ្លួនធ្វើជាគូដណ្ដឹងមិនទាន់រៀបការជាមួយយើងទៅមាន500តម្លឹងគឺមិនជំពាក់សុំបីតែមួយសេនបានក៏ចេះតែបានហើយក៏ប៉ុន្តែខ្ញុំត្រូវការ1000តម្លឹងបានម៉ាត់ណាម៉ាត់នឹងទេវតាទ្រព្យម្នាក់នេះយកព្រមដោយស្រួលបែបនេះហេបាទដឹងអញ្ចឹងយើងនឹងទីឲ្យច្រើនតិចហើយហេចាជាងរបស់ខ្ញុំហៅលើកមុនឯងអាចនាំលៀបឲ្យម៉ែជាជាងបានលើកនេះក៏ប្រកាសជាមែនទេប្រកាសឲ្យអ្នកម៉ែខ្ញុំមិននឹងអាចមិនខ្វល់ពីអ្នកម៉ែបានទេត្រូវហើយម៉ែខ្ញុំបានលឺម្ចាស់យាយព្រះអង្គម្ចាស់ជីងទៅត្រឡប់មកពីភ្នំអ៊ូថៃវិញប៉ុន្មានថ្ងៃនេះក៏ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់ជីងគាត់កំពុងតែរកភរិយាឲ្យព្រះអង្គម្ចាស់ជីងម៉ែយកថ្ងៃខែឆ្នាំកំណត់របស់ខ្ញុំមកជូនទៅគាត់ហើយនៅហើយចាកូនល្ងងម៉ែបានរៀបចំរួចរាល់ហើយឯងគឺជាផ្កាយសំណាងដែលព្រះរាជគ្រូជាអ្នកចង្អុលបង្ហាញម្ចាស់ស្ត្រីបានឃើញហើយប្រកាសជាចូលចិត្តខានមេឃស័ក្តិសិទ្ធដីស័ក្តិសិទ្ធអ្នកតាមម្ចាស់ដីឆាប់បង្ហាញខ្លួនម៉ែកនាងនៅទីនេះកន្ទុយមន់ទាំង3ខ្លាយទៅជាព្រួញនំមួយកំណាត់ធ្វើជាចំនួនចាំងហួយគឺជាមនុស្សល្ងងនៅនិយាយថានាងជាវិជាសាស្ត្រទៀនយើងមើលទៅគ្រាន់តែជាជំងឺសម័យប៉ុណ្ណឹងបានណាមិនចេញទៀតយើងនឹងរស់វិហារលោកហើយយកពុកមាត់របស់លោកមកវិញធ្វើជាខ្សែពួរឲ្យលោកតែសើពីជាងជីងហួរសើបានយ៉ាងម៉េចហើយខ្ញុំបានរត់សពដំណាក់តែ36បានសួរមិត្ត108នាក់ទីបំផុតបានសួរច្បាស់ហើយថាចាងជីងហួរកើតនៅឆ្នាំនេះចន្លោះម៉ោង5ទៅម៉ោង7ម្ដាយរបស់គេសម្រាប់3ថ្ងៃបដូរជាមក6នាក់ជាបហូពុជបន្ទប់តបងពីចំណុចសំខាន់មកណានេះកំឡុងពេលចាចេញពីផ្ទះប្រហែលឆ្នាំនេះបានរៀនវិជ្ជាបិសាជាមួយនឹងគ្រូឈុតខ្មៅម្នាក់លោកគ្រូបង្រៀនវិជ្ជាបិសាទេតែគេមកពីណាបណ្ដានោះមាននាមថាណែនៅក្នុងឯកសារមិនមានកត់ត្រាខ្ញុំទៅសួរម្ដងទៀតម្ចាស់ក្សត្រីទ្រង់ភ្លុកមើលផ្កាម្លិះដែលទៅនឹងយកមកនេះទៅនៅត្រង់នឹងហើយម្ចាស់ក្សត្រីខ្ញុំម្ចាស់បានបាក់សិភៅតម្រាជាងកាំងនេះទាំងអស់ខ្ញុំម្ចាស់បានយកធូបឈិនហួយដែលសុំមកពីភ្នំអ៊ូថៃមកជាពិសេសម្ចាស់ស្ត្រីសាក់ហេតុមិនទៅនាងគឺជាអ្នកនាងគ្រូសាណាដែងព្រះពរម្ចាស់ស្ត្រីខ្ញុំម្ចាស់ឈ្មោះថាជាងជីងហួរឪពុករបស់ខ្ញុំម្ចាស់គឺលោកម្ចាស់សៀនយៀនហ៊ូតាមពិតនាងគឺជាផ្កាយសំណាងរបស់គ្រូសាជាងម្នាក់នោះសោះមកនេះមកឲ្យជាងមួយនាងច្បាស់គួរសមពួកគេនិយាយថានាងគឺជាផ្កាយសំណាងបើសិនជានាងអាចរៀបការចូលដំណាក់ព្រះអង្គម្ចាស់ជីងមិនបាច់ទេសូមគោរពព្រះអង្គម្ចាស់ម្ចាស់យាយចៅមានមនុស្សដែលចៅស្រឡាញ់ហើយពិតជាកម្មពីមែនឯងបាច់ជានាំមនុស្សប្រុសម្នាក់មកទៅវិញម្ចាស់យាយជាងម៉ែវគឺជាស្រីស្អាតហើយចានាងមិនមែនជាមនុស្សប្រុសគឺល្អហើយប៉ុន្តែគេស្លៀកពាក់ម្ចាស់ស្ត្រីទុកចិត្តចាស់តាមពិតខាងក្នុងខ្ញុំគឺជាមនុស្សស្រីពិតប្រាកដហើយមិនឃើញអញ្ចឹង
អ្នកនេះម្នាក់នេះរចនាប័ទ្មពេញរាងកាយមើលទៅដូចជាទេពធីតាក្នុងផ្ទាំងគំនូរអញ្ចឹងទៅព្រះអង្គម្ចាស់លងសម្រាប់នាងមុខមាត់បោកនាងគួរតែនៅក្នុងព្រះវិហារធ្វើជាព្រះពុទ្ធសាសនាមិនទៅចំឋានបដាធ្វើជាព្រះពុទ្ធ នាងម្នាក់នោះគឺជាម្ចាស់ស្ត្រីនាងគឺជាកូនខ្លាំងៗដែលស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំម្ចាស់ហូបចុកទីអស់រយៈពេល20ឆ្នាំនេះបាននិយាយទៅគាត់ខ្មាស់គេណានាងម្នាក់នេះមានចិត្តលោភលន់តាំងពីក្មេងសំបីតែប្រាក់របស់អ្នកបម្រើក៏នាងកាត់យកដែរថាម៉េច គឺអញ្ចឹងទេមិនហើយមិនសមសោះនិយាយបានល្អណាស់មិនអញ្ចឹងទេនាងតែរឿងថែមបន្តិចទេដូចជាកណ្ដាលអត្រៀនខ្ញុំតទ្វាស្ត្រីមួយម៉ាយពេលថ្ងៃវាយកូនក្មេង បៃស៊ូអ្វីដែលគេនិយាយជាការពិតទីង ម្ចាស់យាយចៅដឹងថានាងមានគុណវិបត្តិច្រើនណាស់នាងលោភលន់ទ្រព្យសម្បត្តិមែនប៉ុន្តែនាងដើម្បីជួយគេក៏ចាយប្រាក់អស់ពីខ្លួននាងពិតជាកាត់ប្រាក់ខែអ្នកបម្រើមែនប៉ុន្តែនាងបានទិញក្តារមឈូសឲ្យអ្នកបម្រើចាស់ៗដែលគ្មានទីពឹងនាងដើរបោកប្រាក់គេមែនប៉ុន្តែនាងប្រើវិធីដើម្បីជួយក្មេងៗដែលគ្មានកំហុសទោះបីជានាងមានគុណវិបត្តិច្រើនប៉ុន្តែនៅក្នុងចិត្តរបស់ចៅលើលោកនេះគ្មានស្រីណាដែលល្អជាងនាងទៀតទេ ស្អប់ណាស់ ជើងនេះទៅតែលើកទី1ទៀតដែលឃើញឯងចែកការពារមនុស្សម្នាក់បែបនេះពីមុនអ្នកណាក៏ឯងមិនរវល់ជាមួយដែរថ្ងៃនេះយើងពិតជាបានបើកភ្នែកឃើញច្បាស់មែនល្អណាស់នាងល្អិតនេះអ្វីបិទតែមើលទៅរៀងចចេះបន្តិចប៉ុន្តែចរិតល្អពិតតាមពិតយើងមើលពួកឯងសំជាគូគប់នឹកគ្នាពិតមែន អេណាមកទៀតទេបន្តមកទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយនឹងព្រះអង្គម្ចាស់ហើយពេលវេលាគឺជាមាសប្រាក់អ្នកទាំងអស់គ្នាគួរតែដឹងខ្លួនបន្តិចទេត្រឡប់ទៅវិញទៅណាតែទេ ជាកញ្ចឹងអញក៏បន្ទោសយើងឲ្យសោះគួរបន្ទោសថាអញចង់ការពារស្រីម្នាក់នោះតែចុងចាំពេលដែលជាកញ្ចាស់អញត្រូវខ្មោចរករឿងរហូតស្ទើរស្លាំស្ទើររស់នោះចាំយើងទៅជួយជាឯងចុងហើយដល់ពេលនោះអញនឹងគោរពបូជាយើងដូចជាព្រះពោធិសត្វអញ្ចឹងចឹងម៉ែអើយឯងបើកភ្នែកឲ្យធំរងចាំមើលទៅមនុស្សដែលប្រឹងយកចិត្តអញទាំងអស់នោះនឹងខ្លាចទៅជាអាយ៉ងរបស់យើងបែបហ្នឹង ពិតជាឈ្ងុយខ្លាំងណាស់តើត្រីនេះបានមកពីណា ចាប់មកពីក្នុងស្រះហើយទៅហើយមកមួយកំណោ នៅក្នុងស្រះនោះជាត្រីរបស់យើងកូនត្រីរបស់យើង សៀវឈី សៀវជីសៀវឈឹងសៀវហួរសៀវលីនាង ហើយយ៉ាលោកកំចិត្តចង្អៀតពេកទៅមើលមានខ្ញុំនៅទីនេះតែលោកចាំបាច់ចិញ្ចឹមត្រីទាំងអស់នេះធ្វើអីទេចិញ្ចឹមពួកវាមិនស្មើនឹងចិញ្ចឹមខ្ញុំនោះទេបានហើយណែចែកមកក្បាលឲ្យលោកប៉ុន្តែថ្ងៃនេះសម្ដីដែលលោកនិយាយនៅចំពោះមុខម្ចាស់យាយរបស់លោកស្ដាប់ទៅក៏គួរសមដែរឬមួយក៏លោកបានលួចស៊ើបរឿងរបស់ខ្ញុំហើយ ព្រោះខ្ញុំជឿលើនាងនឹងហើយ មិនស្មានថាលោកគឺជាមនុស្សមានហេតុផលបែបនេះសោះមកចូលត្រីមួយពេលនេះលេងខឹងរឿងដែលខ្ញុំញ៉ាំត្រីរបស់លោកហើយហ៎ គឺនៅខឹងនាងចាំងស្អីគេនិយាយត្រូវនាងមិនល្អដូចអ្វីដែលខ្ញុំនិយាយទេ ហាមិនខុសទេខ្ញុំគឺជាមនុស្សអាក្រក់ម្នាក់ពេលនេះខ្ញុំនឹងទៅយកសៀវឈីងសៀវឡានសៀវជីរបស់លោកទាំងអស់នោះចាប់ឡើងមកទាំងអស់ឲ្យពួកគេមកគ្រួសារជួបជុំគ្នាហាហាហា ចាំមែវវិបោហើយមកចាក់សត្វត្រីមានរឿង ជាងលីនអង្គុយខិតមកបន្តិចមកឲ្យយើងមើលទៅមើលឲ្យក្នុងឯថ្ងៃនេះតើមានពណ៌អី មកចាក់សត្រីយ៉ាងមិនទៅហើយនឹង អាយ៉ាឯងមើលទៅមុខរបស់ឯងខ្ចីយ៉ាងនេះមុខខ្ចីជាងស្រីបនជួយសៀវឡូវទៅទៀតនេះល្អិតនេះចាំជើងផងណាអីចាំជើងផងចាំផងជួយផងមកចាក់សត្រីទៅឆ្លើយស្ដាប់ហើយជួយផងសៀវជួយឯងកម្រិតអីណាកម្រិតកម្រិតចាសៀវជួយកម្រិតអី មើលតែគាត់គឺត្រូវខ្មោចមកចូលខ្លួន ឲ្យជើងស្ទាបចង្កេះតូចរបស់នាងតិចមកណាជើងស្ទាបតែបន្តិច មកចាក់សត្រីអេនេះគឺជាម្ចាស់យាយរបស់លោកណាម្ចាស់យាយបង្កើតណាមកឲ្យជើងអោបថើមតិចមក ទុកឲ្យខ្ញុំវិញចា
អើយម្ចាស់ស្ត្រីម្ចាស់ស្ត្រីកុំអី ពី ម្ចាស់ស្ត្រី ដែលអូនស្មានថាសុភាពបរឹង ស្រីថោកទាបឯងហ៊ានចង់លោកម្ចាស់យើងនេះផងចាំពេលជើងដោះរាងកាយនេះហើយប្រកាសជានឹងដោះកៅអៅឯងចេញហើយព្យួរឯងនៅរបងក្រុងទូទាំងក្រុងឲ្យបានឃើញទាំងអស់ ពិតជាសម្ដីថ្លោះណាស់តែគួរឲ្យស្ដាយជាតារបស់ឯងដូចជាខ្ញុំនេះមានជំនាញព្យាបាលមនុស្សដែលមិនព្រមចុះញោមដូចឯង តែធ្វើយ៉ាងម៉េចឲ្យខ្មោចលបលូននេះចេញពីកាយម្ចាស់យាយយើងបានទៅ ខ្ញុំអាចជួយយកចេញឲ្យលោកបានតែ ពឹងលឿននាងហើយ ប៉ុន្តែខ្ញុំគឺថាកាត់ប្រាក់មិនជាថាប្រមាណទេ នាងទើបតែទទួលបានមាស 1000 ដំឡឹងពីខ្ញុំនាងចង់បានប្រាក់ទៀតទេ ហេយ៉ាលោកគិតមើលទេគ្រួសាររបស់លោកមានគ្រោះច្រើនណាស់មួយលើកហើយមួយលើកទៀតគឺពិតជាត្រូវចំណាយប្រាក់ច្រើនចឹងហើយឬក៏គិតជាខែតែម្ដងទៅខ្ញុំអាចបញ្ចុះតម្លៃឲ្យលោកខ្លះ ពិតជាមនុស្សដែលក្នុងភ្នែកមានតែប្រាក់មែនព្រះអង្គម្ចាស់ជីងទ្រង់កំរំអីព្រះរាជគ្រូគឺជាព្រះរស់ដែលយល់ដឹងពីក្បួនអីចឹងហើយអាចដឹងពីការស្លាប់រស់ឆ្នាំមុនក៏ចឹងណានមានគ្រោះថ្នាក់រាំងស្ងួនគង់តែបានយន់មួយសន្លឹងលោកគ្រូមានសម្ដាប់ចិត្តមេត្តាគឺមិនដែលគិតប្រាក់ទីមិនដូចជាជនបោកប្រាស់ក្នុងពិភពកូនខ្លះឲ្យតែមានឱកាសគឺទាថ្លៃហួសហេតុ អូហូតាមពិនព្រះរាជគ្រូគឺជាគ្រូរបស់ឯងសោះប៉ុន្តែរបស់ល្អមិនថោកទេណារបស់ដែលមានតម្លៃថោកគឺមិនល្អទេព្រះអង្គម្ចាស់ជីងទ្រង់ជឿខ្ញុំទេរបស់ហ្វ្រីគឺជាអន្ទាក់ណា ព្រះរាជគ្រូឆាប់បញ្ចេញថ្មីដែរទេស្រីបិសាចម្នាក់នេះបានចិត្តពេកហើយមិននៅពជាពេលទីនព្រះអង្គម្ចាស់ជីងនឹងត្រូវនាងលេខលខោនបោកប្រាស់ មិនមែនថាឲ្យខ្ញុំទេហ៎បានខ្ញុំធ្វើជាទេវតាធ្វើជាខ្មោចក៏បាន ស្រី ខ្ញុំ សម្រាប់ តែ នេះ ពីជើង បិសាចឯងត្រូវការឲ្យយើងចូលរន្ទះឋានសួគ៌ទាំង5ដើម្បីអញ្ជើញឯងចេញមកឬក៏ឯងដឹងខ្លួនចេញមកខ្លួនឯងហើយយើងមិនទាន់លៀងឆ្អែតទេឯងឲ្យយើងចេញមកអញ្ចឹងពិតជាបាក់មុខយើងពេកហើយអាយ៉ាក្មេងស្រីម្នាក់នេះមើលទៅស្អាតជាងក្មេងៗមិញទៀតស្រីស្អាតរបស់យើង អាយ៉ាពេលវេលាល្អខ្លីណាស់បើមិនអញ្ចឹងទេនាងមកកំដរយើងបន្តិចទៅណា ព្រះអង្គម្ចាស់ជីងជួយហនអើផង មានព្រះរាជគ្រូនៅមិនបាច់100ជាងទេធ្វើត្បិតខ្លាចធ្វើឲ្យមានរបួសរាងកាយម្ចាស់ស្ត្រីប៉ុន្តែចង្រៃយកស្អីនិយាយពីអត់បានការច្រើនបែបនេះមានសមត្ថភាពអីបន្តិចទេបញ្ចេញក្បាច់ឬក៏ចេញពីទីនេះរើសយកមួយទៅបានថ្ងៃនេះយើងនឹងឲ្យរលាយប្រលឹងមកចាស់ជ័យ ម្ចាស់ជ័យ ជើងនេះជើងយ៉ាងម៉េចនឹង ម្ចាស់ជ័យទ្រង់កំរំអីមិញនេះមានអ្វីសន្ធិដ្ឋនៅក្នុងរាងកាយទ្រង់ឥឡូវនេះលែងអីហើយមកម្ចាស់ជ័យក្រោកឡើង សំណាងល្អដែលថ្ងៃនេះមានលោកគ្រូរបស់ខ្ញុំនៅទីនេះបើសិនជាពួកពិភពគុណបោកប្រាស់ធ្វើឲ្យព្រះផ្ដាស់លទ្ធផលមិនអាចនឹងស្មារតី ម្ចាស់ក្សត្រីមានវាសនាល្អវិញ្ញាណអាក្រក់កំចាត់បានហើយទូលបង្គំថ្វាយបង្គំលា ម្ចាស់ស្ត្រីទ្រង់បំភ័យហោអើស្លាប់ទៅហើយឃើញទ្រង់រងទុកហោអើពិតជារងទុកជំនួសម្ចាស់ស្ត្រីណាស់ក្មេងល្អសំណាងហើយដែលនាងបានជើញព្រះរាជគ្រូមកទាន់បៃស៊ូជីងហោថ្ងៃនេះទទួលការភិតភ័យហើយឲ្យគេស្នាក់នៅទីនេះកំដកយើងសិនទៅណាម្ចាស់ស្ត្រីមិនអីគឺល្អហើយមិនដូចជាមនុស្សខ្លះគឺបានតែមាត់ប៉ុណ្ណោះហោអើពិតជាបារម្ភថាមានមនុស្សមានគំនិតអាក្រក់ចង់ធ្វើបាបទ្រង់ចេញទៅទាំងអស់ទៅម៉ង អូបាន ឲ្យជាងមើលកញ្ចក់ដែលទើបនឹងលាបថ្មីរបស់ឯងតិចមើល ស្មានមកដល់ថាព្រះរាជគ្រូគ្រាន់បើដែនតា ព្រះអង្គម្ចាស់លក្ខខណ្ឌក៏បានសម្ដែងរួចហើយដែរម្ចាស់ស្ត្រីក៏ត្រូវបានលួងឲ្យសប្បាយចិត្តហើយដែរមាន1000ដំណឹងរបស់ខ្ញុំនោះទៅតឥឡូវនេះម៉ែ អញ្ចឹងនឹងឲ្យគេរៀបចំយប់នេះចន្លោះម៉ោង9ដល់ម៉ោង11យប់មកយកក្នុងបន្ទប់យើងទៅ ឈប់សិនគ្រាន់តែឲ្យលោកយកប្រាក់ចេញមកក៏អាយអង្គបែបនេះដែរមិនមែនចង់គេចមិនសងប្រាក់ទេហ៎ខ្ញុំមកយកប្រាក់កម្លាំងញើសឈាមរបស់ខ្ញុំ មកដល់ហើយហ៎ចូលមកជាមួយយើងមក ព្រះអង្គម្ចាស់
កំពុងតែសម្ដែងរឿងអីដែរហ្នឹង ពេលវេលាខ្លីល្អណាស់កុំខ្ជះខ្ជាយវាអីមិនចឹងទេអាកញ្ចាស់ល្មមកម្មធ្វើពត់ដូចណាឯងនេះឯងនៅសញ្ញោភ្នែកដាក់យើងទៀតទេហា ចាំមែវ ឲ្យឯងយកលឹមឲ្យយើងឯងនៅឯអង្គយើងក៏ដឹងថាឯងមានបញ្ហាទៅហើយយើងដឹង ក្មេងចង្រៃវាធ្វើឲ្យខូចការធំរបស់យើង ឆាប់ចេញមក ចាំមែវ ដឹងខ្លួនហើយហ៎យ៉ាងម៉េច មិនក៏នាងមកទីនេះ ខ្ញុំហើយហើយ នាងនៅលួចមើលខ្ញុំទៀតហ៎ អ្នកណាលួចមើលលោកទៅមិនដឹងថាបាញ់មិញអ្នកណានៅទីនោះនិយាយថាមកចូលមកទីនេះជាមួយខ្ញុំទេ កុំនិយាយភ្លាមណាចាំមិននាងអាចទៅ អាល្មមកម្មនោះមិនមែនមិនតន់ទៅទៀតទេ ចាំមែវនាងសកាត់ដៃខ្ញុំជាប់ហើយ សុំតផងអូព្រះអង្គម្ចាស់មុខរបស់ទ្រង់ក្រហមណាស់មិនមែនគឺជាមន់ខ្ចីមួយទេមែនទេ ប្រកាសជាមិនមែនហើយ ប៉ុន្តែបេះដូងរបស់ទ្រង់លតប្រៀបដូចជាមានទន្សាយមួយក្បាលកំពុងរត់នៅក្នុងនេះអញ្ចឹង ចាំមែវ ជួយផងអ្នកបំរើជួយផងអ្នកបំរើអាល្មមកម្មថ្ងៃនេះយើងនឹងធ្វើឲ្យឯងរលាយប្រលឹងមិនខានទេម្ចាស់ស្ត្រីហោះអើយជួយសម្រួលសរសៃឲ្យទ្រង់ធ្វើដំណើរផ្លូវឆ្ងាយគឺត្រូវតែសម្រួលសរសៃឲ្យហើយគ្រាន់បើផ្ដេសផ្ដាស់មនុស្សថោកទាបមកពីណានឹងហើយចាងមិននឹកស្មានថាម្ចាស់ស្ត្រីចាស់យ៉ាងនេះទៅហើយនៅមានរូបរាងស្អាតអញ្ចឹងទៀតស្បែកក៏នៅរលោងស្ទាបបង្អែមមិនចិត្តណាយចង់ធ្វើស្អីទៅហ៊ានមកជួយជើងផង អញធ្វើអីចំពោះម្ចាស់យាយរបស់យើងនៅចូលផ្លឹកដល់ណាទៀតចូលទៅជួយទេ បំរិនឲ្យហោះបំរើទ្រង់ឲ្យបានល្អទេមកឲ្យហោះបំរើទ្រង់ជួយជើងផងមកហោះជួយជួយជើងផងអ្នកណាក៏បានហោះជួយសម្រួលសរសៃឲ្យ យើងចម្លែកគ្រាន់បែបសូម្បីតែម្ចាស់ស្ត្រីមានអាយុ80ឆ្នាំទៅហើយក៏មិនលើកលែងដែរ លើជើង ចឹងមែនឯងនៅឈប់មើលអីរូបភាពនេះពិតជាមិនអាចមើលចូលភ្នែកទេ ត្រូវការឲ្យពួកយើងចេញសិនដែរទេ មិនបាច់ទេបានអ្នកទាំងពីរចេញទៅហើយខ្ញុំនឹងធ្វើឲ្យអ្នកណាមើលទេ អីចាកំរើអីកំរើលើជើងអើយគេធ្វើបាបជើង មិនអីទេឯងចេញមកដោយខ្លួនឯងឬក៏ចាំយើងអញ្ជើញឲ្យឯងចេញមក ចង់ស្លាប់ហើយស្រីចង្រៃហេតុអីក៏ចូលមកលោកដៃក្នុងរឿងគេ មើលមិនច្បាស់ទេគឺដើម្បីរកប្រាក់នឹងហើយ សំបីតែព្រះរាជគ្រូក៏ធ្វើអីយើងមិនបានផង នៅឲ្យស្ងៀមពិតជាល្ងងហើយចូលចិត្តលេងច្រើនទៀតហើយចេះខ្មាស់គេដែរទេហ្នឹង จากណាក៏ពេលនេះយើងមានរឿងកាយតែមួយជាមួយនឹងគេម្នាក់នេះ អ្នកដែលយើងវាយនោះគឺជាឯងឲ្យឯងរលាយព្រលឹងដើម្បីកុំឲ្យឯងមានបញ្ហាថ្ងៃក្រោយទៀតយ៉ាងមិនដែរចេញមិនចេញអញ្ចឹងបន្តទៀតបន្តចេញឬមិនចេញហ៎ម្ចាស់យាយ មែនទេអីនាងល្អិតមេវនុស្អីក៏មិនកាន់មិនក៏គេស្រែកដូចជ្រូកដែលគេសម្លាប់អញ្ចឹង ប្រហែលជាកំពុងតែសម្ដែងទេដឹង សំដែង សម្ដែងទេដឹងអីអើយឈប់សិនតានាងគឺជាអ្នកណាឲ្យប្រកាសទៅយើងមានចិត្តសាស្ត្ររាប់រយឆ្នាំមិនត្រូវបាច់សូត្រមន្តអាគមស្ទើរតែមិនប្រើវត្ថុទឹកទៀតផង
សប្បាយអីអញអាចធ្វើយើងរបួស នៅពេលដែលអញកំពុងតែសន្តិដ្ឋនៅក្នុងរាងកាយរបស់គេនោះខ្ញុំកំពុងតែលាក់សមាសភាពពិតរបស់ខ្លួនធ្វើជាអ្នកនាងធំឲ្យគេនោះ បើអញ្ចឹងឯងធ្វើជាអ្នកនឹងខំរបស់ឯងបន្តទៅ និយាយដល់រឿងនេះគឺយើងខឹងភ្លាមពួកគេសំបីតែ DNA ក៏មិនពិនិត្យដែរក៏និយាយថាយើងមិនមែនជាកូនបង្កើតយ៉ាងម៉េចមានតែឯងទេគឺជាកូនបង្កើតមានតែឯងទេដែលជាអ្នកនាងធំហាយើងវាយឯងឲ្យស្លាប់យើងវាយឯងឲ្យស្លាប់ អើយតែឯងវាយយើងឬក៏វាយគេ សំខាន់យ៉ាងណាគឺឯងជាអ្នកឈឺវាយឯងឲ្យស្លាប់យើងវាយលេងឲ្យឆ្អែតហើយ ទៅ ធ្វើ ទី តែ ដា ដល់ពេលបញ្ចប់ការងារហើយ ទៅទីដាទុកជីវិតផងខ្ញុំមកពីចម្ងាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតដែរ មានមិត្តភ័ក្តិមកពីចម្ងាយប៉ុន្តែត្រូវតែសម្លាប់ លែងយើងទៅលែងយើងចេញវិញទៅ ចិត្តក្រោយត្រូវចាំថាធ្វើជាមនុស្សល្អណាស់ លែងយើងទៅវិញទៅលែងយើង មិនភ័យទេហើយយ៉ាដឹងខ្លួនហើយទេ របួសនីងអញជាអ្នកវាយមែនទេ មែនហើយយ៉ាងម៉េចអាចចង់អរគុណខ្ញុំទេអើយមិនបាច់អរគុណទេ ម្ចាស់ស្ត្រីប្រកាសជាអ្នកដាក់ថ្នាក់ខ្ញុំហើយឆ្លៀតពេលដែលខ្ញុំកំពុងតែសន្លប់ក៏វាយខ្ញុំត្រង់មកចោះអ្នកអាក្រក់ តែ ណាស់ កែបង្វែររឿងណាមិនបាញ់មិញបើសិនមិនមែនជាងមួយបញ្ចេញថ្មីដៃទេឯងត្រូវរបស់កខ្វក់នោះធ្វើឲ្យស្លាប់ទៅហើយ ថាម៉េចមើលទៅសម្ដីដែលឯងនិយាយអាក្រក់អំពីជាងមេវកាលពីមុននោះគឺសុទ្ធតែឯងមកកាត់ឡើងខ្ញុំមិនមែនទេអ្នកបម្រើជូនអ្នកនាងជាងត្រឡប់ទៅវិញទៅខ្ញុំអត់មែនទេម្ចាស់ស្ត្រីគឺចិត្តច្រឡំហើយត្រង់ផ្ដោតការខ្ញុំម្ដងទៀតទៅម្ចាស់ស្ត្រីអ្នកបម្រើយកមាស 2000 ដំឡឹងមកឲ្យក្មេងល្អនេះ អូយព្រះអើយ បាទជាឯងបានជួយជឿមាសទាំងអស់នេះឯងយកទាំងអស់ទៅណា នាងដូចជាមិនសមទេ កាលពីមុនយើងមានគំនិតមិនល្អចំពោះឯងថ្ងៃក្រោយឯងគឺជាចៅប្រសាររបស់គ្រួសារយើងហើយ នឹងម្ចាស់ស្ត្រីតាមពិតខ្ញុំនឹងព្រះអង្គម្ចាស់ជាងគឺខ្លាំងខ្លាយទេ នាងគឺ ព្រះអង្គម្ចាស់មានដែរម្ចាស់ស្ត្រីឲ្យខ្ញុំពិតជាច្រើនណាស់ធ្វើជាមនុស្សត្រូវតែនិយាយពីមនសិការខ្ញុំពិតជាខកត្រង់លេខបានហើយ អញ្ចឹងពិតជាគួរឲ្យស្ដាយណាស់បើសិនជាមិនអាចធ្វើជាចៅប្រសារបានអញ្ចឹងធ្វើជាកូនធររបស់យើងចាំមិនដែរ អេអញ្ចឹងបានដែរ គំនិតមួយនេះល្អបៃស៊ូឆាប់មកហើយអ្នកមិញទៅ មិនបានទេ ហេតុអី មិនបានគឺមិនបានហើយមានមូលហេតុស្អីទៅ អញ្ចេះចុះនាងល្អិតមេវធ្វើនេះធ្វើនោះពេញមកយប់ទៅហើយក៏ហត់ហើយអ្នកបម្រើនាំគេទៅសម្រាប់ភ្លាមទៅ បានអញ្ចឹងខ្ញុំទៅសម្រាប់មិនហើយណា អាយ៉ាថ្ងៃនេះយាអូនពិតជាឡើងណាស់ ជាធម្មតាឯងកតញ្ញូជាងគេថ្ងៃនេះមិនក៏ប្រឆាំងនឹងបញ្ជារបស់ម្ចាស់ជីឯង គឺនាងសម្បាំងអីធ្វើជាចាស់ទុំរបស់ខ្ញុំមិនយល់សពទេ ឯងមិនមែនស្រឡាញ់គេទេដឹងព្រោះថានាងធ្លាប់ជួយជីវិតឯងផង អូនៅមានរឿងបែបនេះផងហេ នេះម្ចាស់បងកុំនិយាយព្រាបណាខ្ញុំមិននឹងស្រឡាញ់មនុស្សលោភលន់ បើអញ្ចឹងក៏ហីចុះចាប់ពីពេលនេះនាងគឺជាកូនធររបស់យើងហើយនឹងមីងរបស់ឯង ឆាប់សុំនឹងវាទៅបងអូនប្រុសម្ ចាស់បងខ្ញុំមិនមែនមានន័យអញ្ចឹងទេនេះឯងចាំមិនដឹង បងម៉ែ នេះឯងចាំមិននឹងចាំមិនហើយអត់ពុកមើលវ៉ាបេះដូងថ្លាមប្រមាណរបស់ម៉ែអ្នកណាវាយឯងដល់ថ្នាក់នេះ មកអត់ក្រោបឡើងតាមស្រួលទៅណាតាមស្រួល នៅមានអ្នកណាទៀតគឺបងស្រីនឹងឯងគាត់នៅដំណាក់ម្ចាស់ស្ត្រីមិននិយាយអ្វីទាំងអស់ក៏វាយខ្ញុំ ប្រហឺនណានាងកូនខ្លាញ់ត្រូវបណ្ដេញចេញបើជាហ៊ានវាយកូនមកកៅជើងផងគេគិតថាគ្រួសារយើងងាយធ្វើបាបណាស់មែនទេ លោកម្ចាស់រឿងនេះមិនអាចចាប់ទៅអញ្ចឹងទេជាងមេវត្រូវតែសោកមួយជើង ពុកម៉ែបងស្រីកុំខ្លាចអីអ្នកទាំងអស់គ្នាភ្លេចហើយថាលោកពូជាអភិបាលក្រុងគ្រប់គ្រងសន្តិភាពនៅក្រុងជីងឆឹងទាំងមូលហើយតែចេញមុខជាងមេត្រូវតែទទួលខុសត្រូវដល់គិតមិនផុតនោះទេត្រូវហើយ ក៏ប៉ុន្តែបងប្រុសចាំងមកពេលនេះគឺជាគុណដំណឹងរបស់ព្រះអង្គម្ចាស់ជីងមានដំណាក់ព្រះអង្គម្ចាស់ជីងជាខ្នងបងឯងលោកពូអាចធ្វើអីបានម៉ែទៅតែទទួលបានដំណឹងមួយពួកគេទាំងពីរអ្នកឆ្លោះបែកបាក់គ្នាហើយ ម្ចាស់យាយអុកខ្ញុំមកទីនេះធ្វើស្អីល្ងាចខ្ញុំមានការត្រូវធ្វើ ចាំតិចសិនទៅឯងនឹងដឹងហើយនេះល្អិតមេវមកឆាប់មើលទេមួយនេះគឺជាកូនស្រីរបស់លោកមេតបលីឮថាការជាសេះបាញ់ព្រួយរបស់គេពូកែណាស់ហើយចរិតវិញគឺទលាយដែរបៃស៊ូម្នាក់នេះសំនឹងឯងខ្លាំងណាស់ ម្នាក់នេះមិនល្អទេថ្មីត្បិតតែមុខមាត់គេស្អាតប៉ុន្តែមានមហិច្ឆតាខ្ពស់នេះ
មួយនេះតាប់ល្អសុភាពរៀបសាររំទុំល្អបំផុតហើយ ពិតឬអត់នឹងឯងចេះមើលតម្រងមុខទៀន គ្រាន់តែមើលតម្រង់មុខមានអីទេខ្ញុំនឹងអាចមើលចិត្តទៀតផង មើលចិនរឿងនេះក៏ឯងចេះដែរឯង អ្នកនាងម្នាក់នេះគឺបានចំណាយប្រាក់100ដំឡឹងឲ្យខ្ញុំទៀតផងប្រាក់នៅឯណាចិត្តនៅទីនោះហើយនាងព្រមចាយប្រាក់ជាច្រើនឲ្យខ្ញុំដើម្បីឲ្យខ្ញុំជួយបោះផ្លូវឲ្យនាងគឺពិតជាមានចេតនាល្អចង់បានព្រះអង្គម្ចាស់ចេញពិតប្រាកដណាស់ចំណាយអស់ពីកម្លាំងចិត្តអើយ ចឹងមែននាងចេញទៅក្រៅជាមួយខ្ញុំមកផ្លែ ធ្វើអីទេហ៎អេធ្វើអីហ្នឹងអើយ ចឹងមែននាងចង់មានន័យថាម៉េច ចង់មានន័យថាម៉េចយ៉ាងម៉េចខ្ញុំជួយរកប្រាក់ជាយាឲ្យលោកនឹងហើយយ៉ាងម៉េចដែរមានសេចក្ដីធន់ណាស់មែនទេ នាងយកមង្គលការយើងមកលេងសើចអញ្ចឹងយកប្រាក់យើងហើយជួយនិយាយល្អឲ្យគេនាងមានន័យយ៉ាងម៉េចឲ្យប្រកាសទៅ ខឹងខ្លាំងបែបនេះធ្វើអីទេខ្ញុំធ្វើនេះគឺដើម្បីឲ្យលោកល្អអន្តេលោកមើលទេលោកមានអាយុប៉ុណ្ណេះទៅហើយពេលយប់ឡើងសូម្បីតែអ្នកចាំទ្វារម្នាក់ក៏គ្មានផងតើគួរឲ្យអាណិតយ៉ាងណាទេ នាងមិនចាំបាច់មកគិតគូរទេនាងត្រូវជាស្អីនឹងខ្ញុំបានជានាងមកពិចារណាឲ្យយើងដែរនោះ ស្រែកខ្លាំងយ៉ាងនេះធ្វើអីបើលោកពិតជាមិនចូលចិត្តទេលោកអាចនិយាយតាមត្រង់ក៏បានដែរយ៉ាងច្រើនណាស់ថ្ងៃក្រោយយប់ឡើងពេលដែលលោកត្រឡប់មកវិញខ្ញុំចាំជួយបោះធ្វើឲ្យលោកក៏បានដែរ នាងនិយាយថាម៉េច ព្រោះយ៉ាងណាក៏លោកគឺជាក្មួយប្រុសធំរបស់ខ្ញុំដែរ ចេញពីផ្ទះរបស់យើងទៅ ជាមិញរបស់លោកណាលោកមិនគោរពចាស់ទុំប្រយ័ត្នខ្ញុំទៅប្រាប់កូនកំមុំរបស់លោកណា ខ្ញុំមិនខ្វល់ថានាងជានរណាទេចាប់ពីថ្ងៃនេះទៅខ្ញុំមកបៃស៊ូនឹងចឹងមែនមិនពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេនាងមិនមែនជាកូនធម្មតាជាយើងហើយក៏មិនមែនជាមីងយើងដែរ ចិត្តល្អបែរជាចាត់ទុកថាមានកំណត់អាក្រក់អ្នកណាចង់ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់អន់របស់លោកនោះសមមកហើយនៅម្នាក់8ទៀតទេអើយឆាអាយ៉ាមើលតែដំណើរនេះដូចជាអស្ចារ្យណាស់អេនីងកំពុងចាប់មហាចៅដែលថ្លាមធំមួយណាដែរទេប្លន់ឃ្លៀងរត់ឬមួយក៏ធ្វើគិតព្រះអង្គទេ ចឹងមែន លោកមន្ត្រីលោកចង់រកខ្ញុំទៅទីពីវាសនាមែនទេ ចាប់គេទៅអើខ្ញុំមិនស្គាល់នាងទេអត់ស្គាល់នាងទេ អញ្ចឹងអ្នកដែលពួកលោកចង់ចាប់នោះគឺជាខ្ញុំទេ ចឹងមែននាងមានទោសប្រើអាវុធវាយដំទៅលើគ្រួសារជាងឲ្យមានរបួសពេលនេះផោះតាមានគ្រប់គ្រាន់ឆាប់តាមពួកយើងចូលគុករងចាំការកាត់ក្តីនាំគេទៅបត់ ខ្ញុំប្រាប់ពួកលោកទៅចាស់ពួកលោកឲ្យខ្ញុំចូលមកគឺងាយទេប៉ុន្តែចង់ឲ្យខ្ញុំទៅវិញគឺពិបាកហើយណានេះ នាងនៅចង់ចេញទៅវិញទៀតអីយល់សពទៅចុះ ក៏បានស្នាក់នៅផ្ទះសំណាក់កត្រីចៃលុយស្នាក់នៅទីនេះហ្វ្រីក៏ល្អដែរគឺបន្ទប់ដាច់ដោយឡែកមែនទេ អ្នកទូធ្ងន់ដូចជានាងប្រកាសជាបន្ទប់ដាច់ដល់ឡែកនៅម្នាក់ឯងចឹង អត់ហ្នឹងអូចាប់ឡើងខ្ញុំចង់រកបន្ទប់ដែលមានពលិគ្រប់គ្រាន់ចាំមកផ្លែហើយបន្ទប់នេះគួរសមឆាប់អត់ធ្វើទេឆាប់ទេលឡើង ចូលលើ ប៉ាចេះល្អមែនមានរុក្ខជាតិពណ៌បៃតងទៀតបើមានកៅអីមួយទៀតឈប់សិនលោកបញ្ញាទៅណាខ្ញុំមិនតបបានកំងបង្ហូបដល់ឡើយទេប្រហិតសាច់ជ្រូក3ជាន់ត្រីឆ្ពងចំហុយបន្ទាប់មកឲ្យតែ បានហើយនៅចង់កំងមកហូបទៀតអីចាំពេលដែលហូបបាយមុនពេលបហាជីវិតនាងចាំកំង ចាំមកផ្លែត តើធ្វើអី ភរិយារបស់លោកពិបាកសម្រាលបើត្រឡប់ទៅវិញឥឡូវនេះគឺនៅសង្គ្រោះបានបើសិនជាយូរទៅគឺសាកសពមួយជីវិតពីរហើយ និយាយព្រេប្រាស្អីហ្នឹងប្រពន្ធខ្ញុំនៅមួយសប្តាហ៍ទៀតទើបបានសម្រាលកូន ថ្មីនេះតែលោកជួយចណ្ដើមមែនទេភរិយារបស់លោកបានរអិលដួលគឺពិបាកសម្រាលហើយទេ មិនក៏នាងដឹងពីរឿងជួលចណ្ដើមនោះឬមួយក៏ រត់ត្រឡប់ទៅវិញឥឡូវនេះគឺនៅអាចតាន់ពេល ប្រពន្ធសម្លាញ់ បន្ទប់ដាច់ដោយឡែកពីគេ បងស្រីទុកចិត្តចុះគុកនៃផ្នែកយុត្តិធម៌នោះបានរៀបចំរួចរាល់ហើយពេលនេះធ្វើតែតែមិនទាន់កាត់ក្តីជាផ្លូវការនៅឡើយប៉ុន្តែអ្នកយាមនៅក្នុងគុកនោះសុទ្ធតែល្បីឈ្មោះថាខូខើខ្លាំងណាស់ទោះបីជាមិនអាចយកជីវិតនាងក៏អាចបោះស្បែកនាងបានដែរ អ្នកម៉ែងពួកគេមិនអាចធ្វើហោហែតចំពោះបងស្រីទេដឹងកុំបារម្ភចំនួននាងមានកម្មអីយ៉ាងមេវនៅក្នុងគុកនោះយ៉ាងហោចណាស់ក៏ត្រូវគេបោះស្បែក3ជាន់ដែរទៅបានហួយឯងប្រកាសជាថាលោកមេគុកលីទទួលបានមេ50ដំណឹងហើយ អ្នកម៉ែទុកចិត្តចុះលោកមេគុកលីធានាផ្ទាល់មកជាមួយខ្ញុំថាគេនឹងមើលថែផ្កាយគ្រួនោះឲ្យបានល្អខ្ញុំលើថានៅក្នុងគុកនោះបាននាំឧបករណ៍ទារុណកម្មថ្មីប្រមាណឈុតមកផង ត្រូវហើយកន្លែងនេះហើយប្រើកម្លាំងតិចទេត្រូវកន្លែងហ្នឹងហើយ កម្លាំងប៉ុណ្ណឹងបានទេចង់ដុតទៀនក៏ឧបថែមដែរទេហ្នឹង បានតែ តាចាំងឆាប់ទៅយកធូបរងាប់ចិត្តនាំមកពីស៊ីអ៊ីនមកយកមកដុតទៅបាននិយាយពីសមាជិកភាពរបស់អ្នកនាងគឺទាយត្រូវណាស់គឺអាចប្រៀបជាមួយទេវតាកណ្ដាលទៅហើយ ទេវតាពាក់កណ្ដាលអីទេខ្ញុំគឺជាទេវតារស់ណាស់ ត្រូវហើយអ្នកនាងគឺជាទេវតារស់ប្រពន្ធខ្ញុំអសល់មិញគឺពិបាកសម្រាលសំណាងល្អណាស់តែអ្នកនាងបានចង្អុលបង្ហាញអ្នកនាងប្រៀបដូចជាអ្នកផ្ដោះកំណត់ថ្មីឲ្យគ្រួសារពួកយើងអញ្ចឹង ពួកលោកធ្វើបែបនេះពិតជាធ្វើឲ្យខ្ញុំពិបាកធ្វើការណាស់មិនអញ្ចឹងទេទ
កុំលុបបន្ទប់ចូលគ្នាធ្វើជាបន្ទប់ទឹកឲ្យយើងទេ ល្អតើអ្នកទាំងអស់គ្នាទម្លុះជាជាងខាងឡើយទៅម៉ាត់ខ្ញុំនឹងទម្លុះឥឡូវនេះ ខ្ញុំហៅលោកបងវាងចា អ្នកនាងហៅខ្ញុំអញ្ចឹងខ្ញុំមិនហ៊ានទទួលទេបើសិនជាអ្នកនាងសប្បាយចិត្តអាចហៅខ្ញុំថាសៀវវាងប៉ាបាន សៀវវាងប៉ាឯង បាទ អាមួយនេះពេលដែលខ្ញុំចេញទៅខ្ញុំអាចយកវាទៅជាមួយបានទេមកទៅវាដូចជាមានតម្លៃណាស់ មើលអ្នកនាងនិយាយចោះនេះគឺខ្ញុំកំងតាមដៃរបស់អ្នកនាងតើប្រកាសជាយកទៅបានហើយយកទៅ ល្អណាស់ល្អណាស់ លោកម្ចាស់ទីវយលោកអភិបាលក្រុងមកសួរចម្លើយអ្នកនាងទេបណ្ណាស្ងៀមស្ងាត់ជាងមេវនាងវាយដំអ្នកនាងធំគ្រួសារជាងមានរបួសធ្ងន់នាងទទួលទោសដែរទេ កុំមានមាត់ព្រោះលិមួតដាក់គេនោះខ្ញុំគឺជួយគេទេបើខ្ញុំមិនចេញធ្វើដៃទេគេបាត់បង់ព្រមចារយូរហើយ ផ្ដេផ្ដាស់នៅក្នុងសវនាការបែរជាហ៊ាននិយាយសម្ដីអសរុបបែបនេះបងប្រុសស្រីថោកទាបនេះ នាង គេ និយាយថាជួយគេតើមានផោះតាងទេ សាក់សីតាបានទេ នាងជាកូនដែលគេបោះបង់ចោលបណ្ដេញចេញពីផ្ទះមកមានសាស័យមកពីណា ព្រះនាងធំហើយនឹងម្ចាស់ក្សត្រីសុទ្ធតែអាចធ្វើជាសាក់សីឲ្យខ្ញុំបាន ពិតជាមិនគួរជឿព្រះនាងធំគឺជាប្អូនបង្ការរបស់ព្រះអង្គបើព្រះនាងយាងមកបន្ត្រីទាំងអស់គឺត្រូវតែគោរពទទួលដំណើររីឯម្ចាស់ស្ត្រីវិញគឺជាមនុស្សគោរព3ចំនួនព្រះអង្គបានប្រទានមកគាត់ហង9មិនក៏ឲ្យទ្រង់ធ្វើសាស័យឯងលោកពូស្រីថោកទាបនេះចេះតែនិយាយប្រទេសផ្ដាស់ខ្ញុំយល់ថាមិនអញ្ចឹងទេដាក់ទារុណកម្មតែម្ដងទៅទោះយ៉ាងណានាងក៏ត្រូវយើងបណ្ដេញចេញទៅហើយក្រែងលោកពូចាប់នាងនៅចំពោះមុខពួកយើងហើយតើនិយាយទៅក៏មានហេតុផលទាហ៊ានវាយគេឲ្យខ្លាំង30ដំបងទៅវាយរហូតដល់គេទទួលកំហុសទេព្រះហើយវាយឲ្យគេទទួលកំហុសអីដូចជាកោតទៀតអី គួរឲ្យឡាត់ណាស់មែនហើយ យើងប្រាប់ពួកឯងទៅចុះដំបងរបស់ឯងបើហ៊ានតែវាយចុះមកយើងនឹងឲ្យគ្រួសារពួកឯងមិនអាចរួចខ្លួនទេ ឈប់ភ្លាមនៅទៅផ្សារហ្វាងនៅទីនេះយើងនឹងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នាងផ្លាកសញ្ញារបស់ព្រះអង្គប្រទានឲ្យយើង ម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីព្រះនាងធំទ្រង់ទាំងពីរយាងមកទីនេះខ្ញុំម្ចាស់មិនបានទទួលសូមទ្រង់រាជទានទោស យើងឮថាពួកឯងកំពុងតែសួរចម្លើយរឿងក្តីរបស់គ្រួសារជាង មិនខុសទេស្រីចង្រៃនេះបន្លំខ្លួនធ្វើជាកូនបង្ការគ្រួសារជាងរយៈពេល20ឆ្នាំក្រោយពេលដែលត្រូវបណ្ដេញចេញហើយនាងក៏មានចិត្តគុំគួនវាយអ្នកនាងធំគ្រួសារជាងឲ្យមានរបួសធ្ងន់ធ្ងរអ្វីដែលគួរខឹងនោះគឺគេនិយាយថាម្ចាស់ស្ត្រីនិងព្រះនាងធំអាចធ្វើជាសាស័យគេបានពិតជាមិនចេះខ្មាស់អៀនមែន ឈប់សិនពួកយើងពិតជាធ្វើសាក់សីឲ្យនាងបានពិតមែន ម្ចាស់ស្ត្រី នៅថ្ងៃនោះមានខ្មោចល្មមកម្មម្នាក់បានសន្ធិដ្ឋក្នុងខ្លួនគ្រួសារជាងមិនត្រឹមតែលេងសើចជាមួយអ្នកបម្រើក្នុងដំណាក់ទេនៅចង់ប្រាក់ដៃជាងជាមួយម្ចាស់ស្ត្រីទេ ព្រះអើយអ្នកនាងគ្រួសារជាងត្រូវខ្មៅលំកម្មស ម្ចាស់ស្ត្រីគឺមានទោសប្រហារជីវិតវាយគេប៉ុណ្ណឹងស្រាលពេកហើយបែរដល់ស្រាលណាស់ហើយព្រះនាងធំពាក្យសម្ដីរបស់ ចាំមិន ព្រះនា ហើ ង យយើងមកធ្វើជាសាក់សីដល់ខ្លួនឯងផ្ទាល់នៅហ៊ានថាអ្វីដែលនិយាយមិនពិតទេ មិនហ៊ានទេម្ចាស់ស្ត្រីធ្វើសាស័យដោយផ្ទាល់រឿងនេះគឺជាការយល់ច្រឡំខ្ញុំសូមប្រកាសជាងមេវគ្មានទោសអីនោះទេដោះលែង នេះ ជាងមេវនាងអាចទៅបានហើយ ខ្ញុំមិនទេ នាងនិយាយថាម៉េច សំចេងយើងចង់មើលទៅមើលថាគុកនេះពិតជាស្រួលខ្លួនដោយដែលឯងបាននិយាយនោះពិតមែនដែរទេអោះនេះជាតំពាំងបាយជូរដែលទៅមកពី CE ដឹកជញ្ជូនមកប្រញាប់ចម្ងាយ800យើងសាក់ភ្លុកមកទេពិតជាផ្អែមមែន អូយព្រះម្ចាស់ថ្លៃហើយទ្រង់ទាំងពីរគឺស្លឹកមាសវល្លិពេជ្រមិនក៏មកចូលក្នុងគុកបែបនេះបើសិនជាមានរឿងអីកើតឡើងនោះទោះបើគុំមានក្បាល10ក៏មិនគ្រប់ប្រហារដែរទ្រង់ទាំងពីរឆាប់ចេញទៅវិញទៅក្រាបទូលយើងចេញទៅវិញទៅ បើនាងល្អិតមែនមិនទៅពួកយើងក៏មិនទៅដែរ ព្រះអម្ចាស់ទ្រង់រកទូលបង្គំហ៎6ម៉ោងទៅហើយមិនក៏គ្មានដំណឹងអីអញ្ចឹងក្រែងព្រះអង្គមានបន្ទូលថាផ្ដាច់ទំនាក់ទំនងជាមួយអ្នកនាងជាងហើយតាពេលនេះនៅផ្ទះសាធ្វើស្អីមកច្រើនខាងម្ចាស់បងនិងម្ចាស់យាយតើមានដំណឹងអីដែរទេនៅមិនទាន់ត្រឡប់មកវិញទេមិនទូលបង្គំលើដំណឹងថាអភិបាលក្រុងយកគាត់ទៅឃុំក្នុងគុកធំហើយថាម៉េចត្រៀមសេះទៅបាទ យ៉ាងម៉េចហើយស្រួលខ្លួនទេ ស្រួលខ្លួនណាស់ពិតជាម៉ាសាបានល្អខ្លាំងណាស់
ប៉ុន្តែនាងល្អិតមេវយើងនៅចង់សាកល្បងគ្រូម៉ាក់សាលេខ10ដែលឯងនិយាយនោះ ឯងតើហៅគ្រូម៉ាសាលេខ10យកមក បាទ អឺ ម្ចាស់ស្ត្រីគ្រូម៉ាសាលេខ10រីករាយនឹងបម្រើសេវាកម្មឲ្យទ្រង់ ល្អណាស់ឆាប់ចូលមកចូលមក ក្រាបទូលអាយព្រះម្ចាស់ថ្លៃហើយសូមអ្នកនាងចេញពីគុកទៅអ្នកនាងចិត្តទូលាយខ្ញុំមានភ្នែកតែអត់ប្រស្រីពេលនេះខ្លាញ់ជ្រូកបាំងភ្នែកចិត្តអស់ហើយ បានហើយព្រោះថាយ៉ាងនេះលោកគឺជាពូបង្កើតជួយក្មួយស្រីខ្លួនឯងក៏ជារឿងធម្មតាដែរ អូយនាងថោកទាបនាងបានចាត់ប្រកាន់គេមិនអោនក្បាលទទួលកំហុសទៀត មិននឹងអាចវាយក្មួយស្រីបានយ៉ាងណាក៏លោកគឺជាបងប្រុសរបស់អ្នកស្រីជាងដែរជួយញៀនមិនជួយច្បាប់ក៏អាចយល់បានដែរណា ស្រីពឺពលមិនដែលចេះបង្រៀនកូនឲ្យបានល្អទេហើយនៅទម្លាក់កំហុសមួយបង្កើតគេទៀត មិននឹងអាចវាយបងស្រីបង្កើតទេនេះថ្ងៃក្រោយមិននឹងអាចធ្វើជាមន្ត្រីរួមគ្នាក្នុងរាជការតែមួយជាមួយនឹងបងថ្លៃបានទេ មន្ត្រីរួមគ្នានៅក្នុងរាជការតែមួយឥឡូវនេះគេគឺជាអ្នកទោសហើយកុំនាំទុកដល់យើងឲ្យសោះណា រីឯក្មួយប្រុសម្នាក់នេះវិញ យើងមិនចង់ធ្វើជាពូម្នាក់នេះទេនឹងលឿងគឺក្រោមប្រកាសជាមិនមែនជាមនុស្សល្អនោះទេ អាយ៉ាលោកម្ចាស់មិនក៏លោកធ្វើបែបនេះបាននិយាយឲ្យត្រឹមត្រូវក្រែងជាគ្រួសារតែមួយឯង ក៏ត្រូវដែរសុទ្ធតែជាគ្រួសារតែមួយគ្រួសារនេះគឺសុទ្ធតែមិនមែនជាមនុស្សល្អទេចាប់បញ្ចូលគុកទាំងអស់ទៅចាប់ឡើងចុះទៅ ថាម៉េចខ្ញុំមិនចង់ធ្វើជាអ្នកចាត់ការរបស់ពួកគេទេឆាប់ទៅឡើងឆាប់ទៅ អើយតាមស្រួលសូមតាមស្រួល នេះជាដល់សិនប្រខែហើយខ្វះម្នាក់ក៏មិនសូវល្អដែរ សែនព្រះខែ លោកក៏ចង់ទៅដែរទេ អូយ គ្រួសារគឺត្រូវតែរៀបរយបែបនេះបាយបាយ អើយម្ចាស់ស្ត្រីហើយព្រះនាងធំណែនាងធំយើងមិនចូលចិត្តមុខឯងតាមពីយូរមកសំមុខឯងភ័យអាទៅហ៊ានគុកតូចតាចឯងនេះយើងចូលគ្រួសារឯងជាបន្តគឺមានតែការសួយតែប៉ុណ្ណោះទេនាងជាផ្កាយសំណាងរបស់ឯងពិតមែន ពងម៉ៃបងប្រុសឲ្យតែមួយគ្រួសារពួកយើងនៅជាមួយគ្នាគឺសំណាងដ៏ធំបំផុតហើយតែពិតទេអាយ៉ាកូនលងម៉ៃស្ទើរតែត្រូវពូឯងបោកបាត់ទៅហើយណាពិតជាស្មានមកដល់ពិតមែនហើយម៉ែ ឲ្យតែយើងមានជីវិតរស់នៅគឺយើងនៅតែមានសុខបែរហើយ ពិតជារំភើបខ្លាំងណាស់ប៉ុន្តែគួរស្ដាយសំណាងរបស់ពួកឯងត្រូវស្រូបយកស្ទើរតែអត់ទៅហើយដល់ពេលដែលត្រូវដូរមួយគ្រួសារទៀតហើយបៃស៊ូពិតជាកតញ្ញូមែនដឹងថាត្រូវចាំអ្នកមីង អ្នកមីងស្អីទៅមិនមែនចាំអ្នកមីងទេ បើមិនមែនចាំអ្នកមីងទេអញ្ចឹងចាំស្អីមិនមែនទេ មិនមែនកំពុងតែរងចាំអ្នកដែលស្រឡាញ់ម្នាក់ណាទេដឹងអូហូ មកចាប់បោះនិយាយពីប្រាស្អីហ្នឹង អាយ៉ាម្ចាស់យាយតោះយើងទៅពួកយើងដើរទៅវិញទៅ អេមានរទេះសេះមិនជី ពីថ្ងៃនេះនៅក្នុងគុកញ៉ាំច្រើនពេកដូចជារឿងថន់តិចហើយឲ្យពួកគេទាំងពីរជិះរទេះសេះទៅពួកយើងដើរទៅឲ្យស្របទៅ មែនហើយដើរទៅ មកចាប់បោះម្ចាស់ជ័យបែបនេះគឺមិនសមរម្យទេ សំរុំបៃស៊ូមើលថែនាងល្អិតមេវនេះឲ្យបានល្អលឺទេ ពួកយើងទៅ តោះទៅ ប៉ុន្តែព្រះច័ន្ទស្អាតណាស់មិនអញ្ចឹងទេពួកយើងដើរលេងទៅអ្នកទាំងអស់គ្នាដើរកាត់កុំឲ្យរំលង អ្នកទាំងអស់គ្នាđãឆ្លងកាត់កម្លាំងរំលងការសម្ដែងពិសេសចិត្តចាប់ដើមហើយបំបែកដុំថ្មលើទ្រូង អីប្រាមកចាញ់ត្រង់មកតែងអី ធ្វើបែបនេះមិនសមទេអ្នកទាំងអស់គ្នាប្រយ័ត្នចិត្តចាប់ដើមហើយហឺហូ ល្អ ហូអស្ចារ្យណាស់អូយល្អមែន លិចនេះគឺកាន់តែល្អជាងមុនទៀតការវាយថ្មលើទ្រូងរបស់លោកបងម្នាក់នេះគឺល្អជាងគេបំផុតនៅក្រុមជីងឆឹងនេះប្រាមកចាញ់សរសើរគេប្រមាណមកអីគឺពិតជាល្អណាស់ល្អណាស់ល្អ អរគុណទាំងអស់គ្នាជួយផងមានប្រាក់ចំណាយប្រាក់មានប្រាក់ចំណាយប្រាក់ដាក់ទៅហើយ សូមតែប្រាក់ហូបមានមួយចានកុំគ្រប់ផង អរគុណ បានមើលការសម្ដែងក៏មិនចាំបាច់បង់ប្រាក់ដៃឆាប់ហូបឆ្នាំនេះទៅគ្រូប៉ែនិយាយហើយថា
បបងផាក់ឆ្នាំតិចកេបងនៅខូចហើយនេះ បាត់ប្រាក់មកពីណាទិញឆ្នាំសំបីតែថ្លៃបងរៀនឲ្យកូនក៏មិនទាន់សន្សំគ្រប់ផង កូនស្រីធំអញយករបស់អីគេបាក់នោះយកទៅលក់ហើយកូនទី2តលីបើអីគេនៅកំពង់ផែមួយថ្ងៃបើសិនជាបងមានរឿងអីកាត់ឡើងនោះចាំពួកយើង3នាក់គិតយ៉ាងម៉េចលោកពុកថ្ងៃនេះខ្ញុំរកបានប្រាក់បាន2សេន មានប្រាក់ហើយណាស់អាចទិញរបស់ឆ្ងាញ់បានហើយ ណាត្រូវការទេលោកប៉ងនេះបងឆាប់ផឹកទិញ អូតាលាវលោកម្ចាស់ទាំង3ការសំដែងនៅលើផ្លូវនេះគឺត្រូវបង់ថ្លៃការពារថ្ងៃនេះខ្ញុំរកប្រាក់មិនបានប្រហែលទេរកបានតែ20សេនប៉ុណ្ណោះអាចរៃបែកគេទៅហ៊ុយអីស្លាប់ទៅហើយអាល្ងងឯងនេះសំដែងក៏គ្មានមនុស្សមើលដែរធ្វើអាយ៉ានាងតូចម្នាក់នេះបានដេកនៅលើនេះហើយដាក់ដុំថ្មនេះប្រកាសជាមានមនុស្សមើលសាច់ខ្ចីស្បែកក៏ទន់បែបនេះទៀតចូលទៅ ចាប់ជាប់ចាប់ទៅតែញ៉ា chẳng ngọt hay ơi không ẩu ơi chào đầu tư bộ ảnh chào đầu tư sông o con đã miền côn nè miền côn ăn chơi buộc nhâm đang sắm đánh xe đắc xong tới trên ngoài ai mày còn ấy sẽ thống sao có phiêu là ảnh nín mình đang sắm đánh bàn tính sao có phiêu bao say mình là tao ai sắm đánh trong nó quạt mình nè cái làm nè kia rồi thay hát ban lọ nè ngày ní bạn chụp được nè miền côn cứ miền nào phải bật tay hơi sao mà ta kệ bắt chị sắm đánh ban lọ nín bật mày nín nó bật mày nín để sao là bạn tôi đã bắt cái đó chị anh nín giang hạt nín có mình làm lại mà nó phải đâm lưng nín hay giờ tôi một bản thì còn không mình còn thấy bản tích còn đâu mình được ai tôi bạ lừa thực chất trả bản đi bản tư mình nín cái nó cho biết cái sắm đánh một lượt ra bao bộ lục nín ai tôi khi tôi bị lật chân nó san nung chắc tôi thay chỉ cặp bạ chân bàn tay là bao bộ lục nín còn mình chỉ một bao dùng vành nín cho kẻ không chỉ hơi có chưa phát sản à con đã miền côn hơi con đã miền côn àถ้าเราจะสรุปเป็นใช่ประมาณ5 ติงส่งเต็มมือสำหรับจบเพลงถ้าจำมันชวนคนเทรนสำนักเรียนติงน่ามาคนประกาศชีอันเป็นหมกระบาดเป็นหมกเป็นหมดให้จ่าบ้านคนนั้นนี่คลั่งนะแต่ในนี้งอยชนะแบบนี้ผู้ยิงสตาร์เจอร์ธรรมดาไม่ได้ไงตัวแบบนี้บาดตื้อเหม็นหายให้กำลังมาสัญชีปุลกสวัสดิ์นิ่งประชำนังจะตลอดมาเป็นไทยนิ่งคนนั้นเมียนคนเฮ้ยคนนั้นเมียนคนนะคนนั้นเมียนคนนะสมคนนั้นเมียนคนนะกล่าวหลังตบเตี้ยไปเอามาจากในชาวสมีมาแบบนิ่งก็มันมีมันหายไปซะยังไงตามพวกแกให้ฉันตัดไตสร้างอันก็สาวอีกแล้วตาก็ตัวมันระวัดไม่ติ้งมันนู่นอันนี้ก็ตัดไตตัวมันพลาตาไตเหม็นอันนิ่งจังมันแมนตีมาจากสมยีให้นิ่งแต่สนะอินไลนับไปได้สนะเลยให้มีอารมณ์ท้าสู้ครูนัดได้เด็กไฟได้ยังคาปีประมาณไงมุนก็จีจำเพลิดบักครูทันลูกจีเน็ตเฟิร์ดได้พร้อมแต่งให้ประมาณกันไลบ้านนิ่งแต่อาจจะสมัครบ้านฉันแต่ยอพลังได้อย่างนี้ไงเลยนี่ดีแล้วอย่างไม่มันซ้ำรมเตะแล้วบ้าจียอพร้อมเล่นอย่างนี้ไงโดยจีสมัครผิดพนักงานต่อแถวบักจำนิ่งเกิดโดยจีอันเป็ดไงเอาใจเชียร์สมน้ำปรบักนิ่งเขาไม่ได้มันอายยลปรบันเตะแต่อันนี้ปีดับบงเลยก็เตรียมสำหรับใครมันอากาศได้ใครมันอากาศไปเอามาจังเหมือนไตรปลือประจันไรหดดาเงินมุกช่างเตะไอ้จังนิ่งยลปรมเรียบการเพื่อจะเพียรเยียร์บักยังได้เตะจังตานิ่งยลปรมเรียบการเพื่อจะเพียรเยียร์บักยังได้เตะคือทำไมนิ่งช่างกระบองไตสำหรับตำเงินตามอาหารกำกูน้ำทำเอาช่างไอ้ใครสังเมียนไปที่จูบเลี้ยงในขนมครัวซาเนื่องเธอจะมือชมตึ้งខ្ញុំនឹងស្នើព្រះអង្គឲ្យប្រទានមង្គលការនៅមុខមន្ត្រីទាំងអស់ដល់ពេលនោះអ្នកប្រកាសជានឹងឲ្យថាមាត់របស់យើងនេះគឺមិនដែលនិយាយសម្ដីលេងសើចទេលោកគ្រូព្រះអង្គម្ចាស់ជីងបាននាំមកចាក់ស្ត្រីនឹងព្រះនាងធំមកធ្វើការធានាឲ្យយ៉ាងមាវទៅហើយឯនៅព្រះអង្គម្ចាស់ជីងគឺគ្មាននិស័យទៀតទេមិនក៏គ្មាននិស័យនោះឲ្យតែព្រះអង្គម្ចាស់មិនទាន់ចេញបញ្ជីពួកគេមិនទាន់មានឋានៈអ្វីពិតប្រាកដទេក្រែលោកគ្រូមានជំនាញការវាសនាមិនទេលោកគ្រូដឹងច្បាស់ជាងគេទាំងអង្គព្រះអង្គម្ចាស់ជីងមានចំហាយបនស្វាយกับប្រពងប្រកាសជាធ្វើព្រះអង្គបានការឆ្នាំនោះខ្ញុំបានជួយលោកគ្រូពីភ្នូកັບខ្មោចលោកគ្រូតែជួយខ្ញុំឡើងតំណែង
ថ្មីនេះនៅក្នុងដំណាក់របស់ព្រះមហេសីមិនសូវជាស្ងប់សុខទេបើសិនជាអាចដោះស្រាយរឿងមួយនេះបានប្រកាសជាទទួលបានការជឿជាក់ពីព្រះមហេសីទទួលបានព្រះរាជបញ្ជាប្រទានមង្គលការពីព្រះអង្គត្រូវចាំថានេះគឺជាលើកចុងក្រោយហើយ10ឆ្នាំមុននាងបានជួយជីវិតយើងថ្ងៃនេះយើងសងការកែប្រែវាសនានេះឲ្យទៅនាងវិញកុំចូលមកអីជួយយើងផងកុំអីព្រះមហេសីអ្នកនាងចឹងមហេសីតាំងពីមកវិហារព្រះវិញក៏ខ្លាចតែច្បាប់នេះអ្នកនាងមើលទៅចេញមកព្រះមហេសីតាត្រឹមមិនអីទេមិនសាទៅបាត់ហើយនេះគឺជាកូនសិស្សដែលជាក្បួនអ៊ីយ៉ាងរបស់ព្រះគ្រូនោះហីមហេសីមានផ្នែកយើងវិញណាមានចង់រក្សាពលឹងនេះនឹងមិនសាច់ទាំងឡាយនោះมันអាចមកក្បត់ព្រះមហេសីក្នុងចន្លោះពេល10យុទ្ធបានប្រកាសហ្នឹងមហេសីប្រកាសជាมันអាចចាក់ឆ្ងាយពីដំណាក់នេះបាននោះទេនិយាយទៅអញចង់បានអីមានរាប់សិបម៉ឺនដំឡឹងឬមួយជាតំណែងដែលព្រះអង្គប្រទានខ្ញុំអញ្ចឹងគ្រាន់តែចង់សម្បមហេសីចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំអញ្ចឹងនៅព្រះអង្គម្ចាស់ជីងមកបៃស៊ូល្អយើងយល់ព្រមនឹងឯងប៉ុន្តែឋានៈរបស់ឯងនៅពេលនេះមិនអាចស័ក្តិសមជាមួយនឹងគ្រួសាររាជវង្សបានទេផ្សព្វផ្សាយបញ្ជាយើងពីថ្ងៃនេះតទៅប្រទានតំណែងឲ្យជាងជីងហោះចិត្តប្រណីចាយ៉ាងទទួលបានការគោរពស្មើនឹងកូនស្រីរបស់ព្រះអង្គអញ្ចឹងអរគុណព្រះមហេសីក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ជីងលោកម្ចាស់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនោះមកចឹងមើលកែតេគឺពិតជាសំខាន់ណាស់នាងនោះគឺជាមន្ត្រីអបរាយកណ្ដាលថ្នាក់ទី2បើមើលពីខាងក្រៅគឺអាចលើកឡើងនៅចំណុចអាក្រក់ទាំងអស់របស់មន្ត្រីទាំងអស់ហើយមានវិន័យចំពោះខ្លួនឯងតែនៅពីក្រៅក្នុងវិញបានចិញ្ចឹមស្រីនៅក្រៅដំណាក់ភៀងខាង3ដំណាក់ឯណោះមកកត្រង់សម្បត្តិរឿងដែលគេចិញ្ចឹមស្រីនៅខាងក្រៅនោះក៏ប្រាប់ខ្ញុំម្ចាស់ដែរអញ្ចឹងព្រោះថាគេមិនមែនជាមនុស្សល្អនាងក៏មើលគេច្រើនពេកអីគេចិញ្ចឹមស្រីនៅខាងក្រៅហើយនៅមានមុខមាត់សង្ហាបែបនេះទៀតគឺពិតជាគួរស្ដាយណាស់នៅមើលទៀតយើងនឹងឲ្យគេទៅលីងណាចិញ្ចឹមស្រីនៅខាងក្រៅអស់មួយជីវិតព្រះនាងចៅយ៉ាងមកដល់ហើយមកក៏ជាឯងយ៉ាងម៉េចបានជួបព្រះនាងដូចជាយើងហើយមិនធ្វើការគ្រប់ទៀតយើងនៅពេលនេះគឺមិនដូចកាលពីមុនទៀតនោះទេណាសំអាងលេខយ៉ាងប្រមាណសលេងក៏អាចបដូរជាមួយនឹងតំណែងជាព្រះនាងហើយគាត់ថាខ្លួនអញគឺជាស្លឹកពូមាសស្លឹកពេជ្រទៅហើយអញព្រះអង្គយាងមកដល់សូមថ្វាយបង្គំព្រះអង្គមិនបាយគួរសមទេយើងដូចជាបានឮសម្លេងប្រកាសគ្នាបាញ់មិញនេះព្រះអង្គទូលបង្គំស្ម័គ្រចិត្តស្នើសុំស្រីត្រកូលជាងឈ្មោះជាងមាវជាភរិយាតាំងពីដើមមកឯងមិនចូលចិត្តឲ្យមនុស្សស្រីមកក្បែរខ្លួនទេមិនក៏សុកបដូរចិត្តហើយនាងឃើញប្រាក់គឺបើកភ្នែកប៉ុន្តែតែងតែចំណាយប្រាក់អស់ពីខ្លួនជួយដល់អ្នកក្រខ្សត់ប្រាក់20ដំឡឹងដែរមានមាត់ឆើតែចិត្តទុនតែងតែជួយរកយុទ្ធធម៌ដល់វិញ្ញាណខ្មៅដែលគ្មានកំហុសជំពាក់បងស្រីនឹងជួយជំទាវឲ្យឯងវិញមានសមត្ថភាពពេញខ្លួនតែបែរជារៀបតបទូទាដើម្បីរកប្រាក់អ្វីដែលគួរឲ្យខឹងនោះគឺនាងបានលួចញ៉ាំត្រីដែលខ្ញុំចិញ្ចឹមលោកមួយចឹងហើយនៅដឹងថាចាយទុកឲ្យខ្ញុំពាក់កណ្ដាលទៀតក្នុងចិត្តនេះខ្ញុំបានជួបជាមួយនឹងនាងក្នុងគ្រួសារមន្ត្រីជាច្រើនក៏បានជួបនឹងស្រីស្អាតនៅប្រទេសដទៃទៀតដែរមានតែនាងទេដែលអាចធ្វើឲ្យឈើពុកខ្លាចតែជាឈើដែលរស់មកវិញបានអាចធ្វើឲ្យភាពរងាតែជាភាពកក់ក្ដៅសូម្បីតែមនុស្សគ្មានមនោសញ្ចេតនាហើយមានឈាមត្រជាក់ដូចជាខ្ញុំក៏បានភ្លក់រសជាតិការនឹករលឹកការបារម្ភបានដែរអ្នកណាគេតត្រីឲ្យលោកឯងតាមការពិតនោះលោកជាអ្នកដណ្ដើមគេសោះនឹងបានក្រោកឡើងចុះយើងអនុញ្ញាតឲ្យឯងព្រះអង្គព្រះមហេសីបានចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំអញ្ចឹងនៅព្រះអង្គម្ចាស់ជីងហើយយកឡើងមកពិតជាអសររបស់ព្រះមហេសីមែនចម្លែកណាស់ថ្ងៃនេះយើងមិនបានជួបនឹងព្រះមហេសីទេក្រាបទូលព្រះអង្គព្រះមហេសីមានបន្ទូលថាព្រះមហេសីមិនស្រួលប្រកាយថ្ងៃនេះមិនមកចូលមិនបានចូលរួមទេព្រះមហេសីមានជំងឺមិនក៏គ្មានអ្នកមកទូលយើងអញ្ចឹងទីហ៊ានធ្វើដំណើរទៅដំណាក់ហ្វុងអ៊ីកុំចូលមកអីពួកឯងកុំចូលមកព្រះមហេសីចេញទៅព្រះមហេសីទៅកុំចូលមកព្រះមហេសីតែប្រកចាំមកអីចេញទៅព្រះមហាសីអូននេះអូនកំពុងតែធ្វើអីព្រះអង្គមិនក៏ព្រះមហេសីស្រីឲ្យជួយបណ្ដាសម្រាប់ខ្លួនឯងបណ្ដាអញ្ចឹង
ចាំអត់ទ្វាចិនសំព្រះអង្គប្រតិទិនទៅនៅក្នុងវាងមានខ្មោចអាក្រក់ខ្ញុំមិនចាស់ដឹងថាមានរឿងមិនប្រកបដោយយូរហើយប៉ុន្តែព្រះមហេសីទ្រង់ខ្លាចចិត្តព្រះអង្គមកចោលទ្រង់បារម្ភយមរក្សាបលឹងនេះគឺឲ្យរក្សាសុខភាពឲ្យសុខសាន្តបានឲ្យតែបាត់ទ្វាបង្អួចចិត្តវិញមកចុះអត់ជាបាត់តែសម្បកក្រៅមកជាបាត់ពីខាងក្នុងនេះក៏បង្ហាញឲ្យគេឃើញដែរមកចេះខ្មាស់គេមែនអាចចេះដល់ស្អី នៅនាងចេងធ្លាប់បណ្ដេញវិញ្ញាណបិសាចដែលស្ថិតក្នុងក្រុមនៃចក្រសត្រីហើយធ្លាប់បានជួយជីវិតរបស់យើងទៀតបើសិនជានាងនៅតែនិយាយសម្ដីមិនគួរសមទៀតជាងមៀវព្រះអង្គម្ចាស់ជាងធ្វើការធានាឲ្យនាងតើនាងមានវិធីល្អដែលអាចជួយដោះស្រាយបានដែរទេព្រះអង្គពាក្យចាបុរាណនិយាយថាផ្ទះណាក៏មានដំរាដែលពិបាកសូត្រដែរប៉ុន្តែផ្ទះរបស់ទ្រង់នេះគឺមានដំរាក្រាស់ខ្មឹកខ្លាំងណាស់មានដំរាដល់ទៅ4អែននោះនេះគឺចំនួន4 តើសម្ដីនេះមានន័យថាម៉េច ពីព្រោះថាពួកគេនៅទីនេះទាំងអង្គបង្ហាញខ្លួនចេញមកឆាប់បង្ហាញខ្លួនចេញមកអូយងាប់ហើយខ្មោចហើយអូយខ្លាច នេះគឺជាស្នំឯកសិនស្នំឯកលីងស្នំឯកទើនិងស្នំឯកជីងដែលបានធ្លាចាក់លោករបស់យើងតាហេតុអីបានគេចង់សម្លាប់ព្រះមហេសីអញ្ចឹង បញ្ហាមួយនេះទុកឲ្យមហេសីជាអ្នកបកស្រាយខ្លួនឯងទេថាពួកគេទាំងនេះស្លាប់ដោយរបៀបណាទេព្រះអង្គខ្ញុំម្ចាស់ចូលវាងជា10ឆ្នាំហើយត្រង់មកដល់ស្គាល់ចិត្តខ្ញុំម្ចាស់ច្បាស់ទៀតនេះនៅពេលនេះត្រង់ស្ដាប់ការញុះញង់ពីអ្នកក្រៅខ្ញុំម្ចាស់សុខចិត្តស្លាប់វិញល្អជាងចាំមីវព្រះមហេសីមានឈ្មោះល្បីល្បាញខាងមានចិត្តមេត្តាករណាឯមិនអាចមកបង្កើតបង្ខូចត្រង់បានទេតាមពិតគឺមកពីស្នំទាំងនេះមានអាយុខ្លីប៉ុណ្ណោះតើការជាបង្កើតបង្ខូចឬអត់នោះសួរពួកគេទេគឺដឹងហើយ សួរយ៉ាងម៉េចទៅ គឺបជាងាយៗណាស់បានប្រាឆ្លើយសំណុំម្នាក់នោះមួយបនដំឡឹងគ្មានការខ្លែងបន្លំព្រះអង្គបច្ចមានចិត្តលេងមែនលោកមកចាប់ទាំងអស់គ្នាវិញនោះបើសិនជាមិនបានប្រាក់ទេនៅពេលនេះគឺអាចចេញទៅវិញបានហើយ ឯបដាទូលបង្គំគឺជាមន្ត្រីស្មោះត្រង់មិននឹងអាចលោកម្ចាស់លីជាមន្ត្រីក្នុងគ្រួសារអ្នកប្រាជ្ញដែលគោរពបំផុតនៅសច្ចៈទៀងត្រង់សុចរិតលោកមិនមែនចង់មើលដោយមិនបងប្រាក់មែនទេទ្រង់ពិតជានៅក្បែរមនុស្សល្អធ្វើតែអំពើល្អនៅក្បែរមនុស្សអាក្រក់សាងអំពើអាក្រក់ពិតមែនព្រះអង្គម្ចាស់ជីងពេលនេះបែរជារៀនធ្វើអ្នកផ្សារទៅហើយ1000ដំឡឹងនេះឲ្យទ្រង់បានហើយដំណាក់កាលបងប្រាក់នោះគឺបានបញ្ចប់ហើយនៅពេលនេះដល់ពេលស្ដាប់រឿងពិតហើយពីឆ្នាំមុនយកដែរព្រះអង្គជាងជាវិវាងនោះព្រះមហេសីពិតជារងចាំបានទៀតទេម៉ែដោះរបស់ទ្រង់បាននាំអ្នកបម្រើខ្ញុំម្ចាស់ជួយលាវឆ្លៀតពេលដែលខ្ញុំគេងលក់នោះក៏យកកន្សែងមានថ្នាំសន្លំមកទុកមករបស់ខ្ញុំម្ចាស់បន្ទាប់មកនោះក៏យកខ្ញុំម្ចាស់ជួកនៅលើថ្នាំស្លាប់យ៉ាងវេទនាព្រះមហេសីអូនបាត់មកអញក៏មកនិយាយប្រទេសផ្ដាស់នោះព្រះអង្គនៅចង់ការពារវាទៀតទេចង់ស្មាតតែស្អីពលម្នាក់នេះសុកចិត្តចាច់ត្រង់ឲ្យអ្នកដតីឬដល់ពេលត្រង់ទំនាក់ពួកយើងគេនឹងកាត់ជួងដល់ឲ្យដំណាក់ពួកយើងថាតែដាក់ខ្សាច់ចូលក្នុងកញ្ញាពួកយើងទៀតផងអត់ទេព្រះអង្គបើសិនខ្ញុំមិនចាំមានចិត្តចំណែកនោះមិនឲ្យរស់ស្នាប់ឲ្យត្រង់រៀងរាល់ឆ្នាំនោះពួកគេនៅពេលដែលរស់ចូលចិត្តដំណាក់ប្តីស្រឡាញ់គ្នានៅពេលស្លាប់ហើយនោះបង្កាច់បង្ខូចខ្ញុំម្ចាស់ទៀនធ្វើជាស្ត្រីគ្រប់លក្ខបណ្ដាសម្រាប់មនុស្សបណ្ដាមហេសីទង្វើអាក្រក់បែបនេះមកចិត្តតាំងខ្លួនថាចំណូលអត់ធំព្រះអង្គនាងម្នាក់នេះអាចនិយាយជាមួយខ្មោចបាននាងក៏ជាបិសាចដែរបងស្រីពិតជានិយាយច្រើនមែននៅពេលចាស់ខ្ញុំម្ចាស់ទម្លាក់ចូលបងតកតនោះមកក៏មិនអត់ខ្ញុំម្ចាស់និយាយច្រើនម៉ាត់ដូចនេះដែរទេហើយព្រះអង្គទ្រង់តតមើលចឹងមហេសីល្អរបស់ទ្រង់យកថ្នាំរំលូតកូនបដូរជាមួយថ្នាំរក្សាកឲ្យខ្ញុំម្ចាស់ផឹងទ្រង់ហាត់មើលទៅក្លិនមួយនេះតើទ្រង់ធ្លាប់ស្គាល់ដែរទេនេះគឺជាថ្នាំចម្លែកមកពី CE ដែលយើងប្រទានទៅឲ្យព្រះមហេសីមិនក៏អូនអាចប្រាថ្នានេះមកសម្រាប់បុត្ររបស់យើងចឹងព្រះអង្គខ្ញុំម្ចាស់គ្មានទេយើងរស់នៅជាមួយអូនអស់រយៈពេល15ឆ្នាំយើងមិនដែលស្គាល់អូនច្បាស់នោះទេថ្ងៃនេះទើបយើងដឹងថាអូនគឺជាសត្វពស់ពឹសយើងមិនដែលបន្ទោសអូនដែលអូនមិនអាចប្រសូតបុត្រឲ្យយើងបានទេទោះតែយើងមានស្នាប់ដតីទៀតតែក៏មិនដែលបោះបង់អូនចោលដែរតែបាច់ជិបដល់នៅកិត្តិយសកំពុងពោះទៅអូនទ្វេដងតើអូនចង់បានអីទៀតឲ្យប្រកាសទេព្រះអង្គខ្ញុំម្ចាស់ពិតជាគ្មានបាត់មែនអូនចាប់ហើយបើសិនជាមហេសីត្រូវដល់តំណែងនោះអញ្ចឹងចិត្តនគរការរបស់យើងចាប់ទៅហើយឆាប់តែអញ្ជើញមីតបធំឲ្យចូលវាភ្លាមប្រថាពាក្យប៉ុណ្ណឹងអាយុជីវិតរបស់ព្រះមហេសីណានិយាយចាជាមួយគេធ្វើអីទៀតសម្រាប់គេចោលសិនទៅឆាប់ចូលកគេឡើងថ្នាំដែរអីឲ្យគេឆាប់ធ្វើរសជាតិនេះម្ដងទៅឲ្យគេផឹកថ្នាំពុតឲ្យផ្សំដល់ខ្លួនឯងទៅយើងនឹងឲ្យគេខ្លាចជាមនុស្សគ្មានវិញ្ញាណទេប្រាំនៅស្ងៀមមិនយល់ទេគេនឹងចូលទៅខាងក្រៅបណ្ដោះពួកនាងហើយមិនចាំបាច់ធ្វើជាខ្វះអាក្រក់ទេឲ្យបាត់បង់សិលរបស់ខ្លួនឯងឆាប់ទៅសម្រាប់សិនទៅទីហ៊ាន
ដល់ហូតតំណែងព្រះមហេសីរបស់ស្រីត្រកូលទាន់ភ្លាមនេះ ព្រះអង្គពួកយើងគឺជាប្តីប្រពន្ធនឹងគ្នារយៈពេល15ឆ្នាំហើយត្រង់ពិតជាដើម្បីមនុស្សស្លាប់ប្រមាណអ្នកនោះគឺពិតជាឡើងត្រូវការខ្ញុំម្ចាស់ហើយអីព្រះអង្គ យើងទុកមកឲ្យអូនមិនទាន់គ្រប់ទៀតមែនទេយើងមិនដាក់ទោសអូនទេយើងគឺមិនគប្បីជាមួយនឹងប្រជារាស្ត្ររតែមិនគប្បីជាមួយពលឹងដែលគ្មានកំហុសទាំងអស់នោះទៀតអស់ចេញទៅប្រហាភ្លាមទៅ អត់ទេ ឈប់សិន លោកបង ព្រះអង្គទូលបង្គំដឹងថានាងមានទោសគួរតែស្លាប់ប៉ុន្តែសូមបង្គាប់ត្រង់ធ្វើលិខិតលេខមួយឲ្យនាងទូលបង្គំស្ម័គ្រចិត្តនាំនាងឆ្ងាយដល់ព្រំដែននឹងមិនត្រឡប់មកក្រុងជីងឆឹងវិញជារៀងរហូតរឿងមួយនេះគឺបានចាត់ចែងជាសាធារណៈទៅហើយលោកមិនទាន់មិនបាច់និយាយច្រើនទៀតទេព្រះអង្គទូលបង្គំមានកូនស្រីតែម្នាក់នេះទេឬមួយក៏ពួកគេទាំង4គឺគ្មានឪពុកម្ដាយទេហ៎ហើយនៅមានបុត្ររបស់យើងដែលគ្មានកំហុសទាំងអស់ទៀតយើងមិនមែនជាឪពុករបស់គេទេអីបាទដូច្នេះកុំមិនទោះថាទូលបង្គំមិនស្មោះត្រង់ឲ្យសោះតើឯងចង់ធ្វើអីយើងគឺជាស្ដេចណាអញ្ចឹងឯងឈប់ធ្វើជាស្ដេចទៀតទៅហិព្រះអង្គម្ចាស់ជាងឆាប់ដាក់ដៃចុះភ្លាមបានចាត់ទុកថាឯងចិត្តដឹងខ្លួនយើងគ្រាន់តែមានចិត្តអាណិតឯងប៉ុណ្ណោះឯងចាំអ្នកណាមិនចាប់បែរជាចាប់នាងទៅវិញនាងគ្រាន់តែជាស្រីទុំសើម្នាក់ប៉ុណ្ណោះតើអាចធ្វើអីយើងបានទៅ អញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេអញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេ មនុស្សមិនក៏បាត់ទៅអញ្ចឹងកុំចូលដល់កុំចូលមកកុំមកដល់ណាត់អើយនឹងបានធ្វើអីចំពោះគេឲ្យប្រកាសទៅ ក៏គ្មានអ្វីឈាមរបស់បងព្រឹងបោកសំជាមួយថ្នាំសម្រាប់មកពីមែវចេងមកបៃស៊ុងលើកនេះលោកគេមិនផុតឡើយហើយចោក៏បជាស្រោខ្លួននឹងព្រះអង្គម្ចាស់នេះគឺជានំស្ករក្រហមដែលទើបនឹងធ្វើថ្មីត្រង់ភ្លក់មើលទៅ គួយមិនក៏មិនទាន់ត្រឡប់មកវិញទៀតតើគេទៅណាប្រកាសទៅលោកបងអ្នកឯងបងប្រាប់គាត់គួយឲ្យឆាប់គួយរបស់គួយនេះតើអញមិនទៅហើយគួយចាប់មកធ្វើម៉ែមកគួយអូនមើលទៅនេះគឺជាស្និទ្ធស័ក្តិរបស់អ្នកណាគេ នេះគឺជារបស់មីវចេងខូប10ឆ្នាំរបស់គេនោះខ្ញុំឆ្លាក់ឈ្មោះគេដល់តដៃមិនអាចចំណាប់ខុសទេ គឺចឹងមីវជាអ្នកសម្រាប់ហួយជឿរបស់យើង ថាមិញយូរនឹងបកស្បាច់នាងថោកទាបឯងនៅចំពោះមុខមហាជនដើម្បីសងសឹកឲ្យហួយរបស់យើងហួយចឹងមីវ ចាប់ដឹងខ្លួនឡើងមកកូនចាប់ដឹងខ្លួនមកព្រះជាយាបានសម្រាប់កូនប្រុសរបស់ខ្ញុំតើច្បាប់នៅណាទៅច្បាប់នៅណាទៅទាំងប្រាប់បែបនេះណាគេកំពុងតែមកធ្វើបុណ្យនៅទីនេះទេអូតាមប្រកាសជាគ្រួសាររបស់ខ្ញុំកាលពីមុនតែហើយនៅធ្វើពុតទៀនស្និទ្ធសក់ឈើនេះជារបស់ឯងមែនទេតែជារបស់ខ្ញុំតែគឺនៅពេលដែលខ្ញុំអាយុ10ឆ្នាំអ្នកបានឲ្យមកខ្ញុំមិនអាចភ្លេចបានទេប៉ុន្តែខ្ញុំបានឲ្យវាទៅកូនស្រីបង្កើតរបស់អ្នកហើយបានន័យថាខ្ញុំអស់ចាប់បាត់ហើយថាម៉េចអាចង់និយាយថាស្និទ្ធសក់នេះគឺជារបស់ហោអើយ លោកពុកអ្នកម៉ៃកុំស្ដាប់គេនិយាយតែបដាអីបងស្រីពេលនេះគឺជាជាយារបស់ព្រះរាជបុណ្យចាំមកបង្កើតខ្ញុំនោះគឺពិតជារឿងដែលងាយខ្លាំងណាស់ជាមីវហួយទៅហោឲ្យបងស្រីបង្កើតគេមិនអាចសម្លាប់ហួយបានទៅប៉ុន្តែឯងវិញត្រូវយើងដេញចេញពីផ្ទះបង្កើតជាមានចិត្តគុំគុណមិនខានទេឯងបង្កើតជាចាំសងសឹកហើយជាចំណែករបស់បងស្រីនេះបានធ្វើជាយាហើយគឺអាចបានគ្រប់ច្បាប់បានហើយសម្រាប់មនុស្សឲ្យមិនចាំបាច់ទទួលខុសត្រូវជួយគូលើកទឹកដាក់មួយប៉ាន់ចាំឲ្យឯងចង់ធ្វើអី ថ្ងៃនេះបើចាំមកយកតែបេតុងរលួយរបស់ឯងនេះឆយរីទីចាត់ទុកថាយើងគឺចាញ់ដៃឯងទៅចឹងអញឈួតមែនទេណាមកនិយាយពាក្យបាត់ទៀនអញ្ចឹងយើងនឹងធ្វើឲ្យមានស្នាប់ខុសស្មារគ្នាដោយសាររលាកទឹកដៃនេះបានយើងនឹងនិយាយអញ្ចឹងជាអ្នកសម្លាប់យកស្និទ្ធស័ក្តិនោះសម្រាប់ជាងហួយបានហើយនឹងឯងនិយាយថាមិញយើងនិយាយថាជាងហួយគឺយើងជាអ្នកសម្លាប់យ៉ាងម៉េចនេះឯងនេះដូចឆាតឯងនេះហួយទៅអញចំបងស្រីបង្កើនសូមឲ្យតែបន្តគួររក្សាជីវិតដែលមិនសាពីដូនតានោះឲ្យឯងដៃឯងក្តៅខ្លួនហួយនៅរក្សាឯងពេលមិនយំពេលឯងត្រូវគេវាយគេទៅរកលពូឯងទាំងយំមនុស្សសេចក្ដីណាមួយនេះគឺត្រូវឆ្កែស៊ីអស់ហើយមែនទេមិនក៏ឯងគ្មានខូបបែបនេះមនុស្សសេចក្ដីណាពេលដែលខ្ញុំត្រូវគេចាប់យកទៅលក់នោះពួកឯងនៅណាទេនៅពេលខ្ញុំអត់ឃ្លានរងាស្ទើរស្លាប់នោះពួកឯងនៅណាដែរនៅពេលពួកឯងស្រឡាញ់កូនខ្លាំងៗសំណប់ចិត្តនោះមានគិតថាយើងនេះឈឺចាប់ប៉ុណ្ណាដែរទេពួកឯងដឹងទេឯងនិយាយថាមិញមិនអាចចិញ្ចឹមរបស់ឯងមិនល្អចំពោះឯងទេអី ចាំជាងហោមិនអាចចាំរបស់ឯងធ្វើចំពោះឯងល្អជាងកូនបង្កើតទៅទៀត40ឆ្នាំក៏មិនរៀបការបែរជាមើលថែនាងបានល្អគ្រប់ជ្រុងជ្រោយតែនាងដើម្បីដណ្ដើមសំណាងរបស់គេបានសម្រាប់មនុស្សដែលស្រឡាញ់នាងអាណិតនាងជាងគេបំផុតនៅលើលោកនេះទៅវិញ
បានហើយនៅទីនេះគ្មានរបស់លោកទៀតទេតែចឹង បាទហេតុអីក៏ឯងប្រែទៅជាអញ្ចឹង តែគ្មានសមត្ថភាពឲ្យយើងមានបានគ្រប់គ្រាន់យើងគ្រាន់តែស្រូបយកសំណងរបស់គេបន្តិចបន្តួចទៅវិញយ៉ាងម៉េចនៅមានទៀនសំណងរបស់គ្រូសាអញពិតជាផ្អែមណាស់ចាងហ៊ុយត្រូវគេដកតំណែងជាមន្ត្រីគ្រូសាជាងត្រូវគេរកអស់យើងកញ្ចាស់អញត្រូវដេកលើក្រែម្ដងទៀតគឺសុទ្ធតែជាយើងជាអ្នកធ្វើទាំងអស់នាងរមើលខ្លួនឯងនេះពួកយើងពិតជាខ្វះភ្នែកហើយទឹកគិតថានេះជាការសំណងតាមពិតនេះជាខ្មោចទៀតព្រលឹងសោះសងជីវិតកូនប្រុសយើងវិញមកយឺតពេលហើយប្រេចបាននឹងការពីយើងតែត្រូវឆ្លាមសម្រាប់របស់យើងតាបយមមកហើយចាំពេលដែលយើងបានជួបគ្នានោះប្រៀបដូចជាត្រូវរន្ទះបានពង្វក់ភ្លើងយ៉ាងអញ្ចឹងណាចាំមើលទៅ នាងកំពុងតែធ្វើអី ព្រះរាជបុត្រជួយខ្ញុំម្ចាស់ផងចាំតែបានពង្វក់ភ្លើងមែនទេមកតែមកទៅគឺជាកម្មជ្រួតកោជប់ជាមួយនឹងភ្លើងកោទេមើលទេគ្មានសម្លេងដូចគ្នាទេណា អ្នកនាងតូមួយលេបរួចតាពួកយើងឆ្លោះជួបគ្នាណៃណាតើមែនដែរទេ អាយ៉ា នេះមិនថាឈើស្ងួតប៉ះជាមួយនឹងភ្លើងបាត់ Would you like to have a drink with me? I'm low on HP. Initiate retreat. First blood. Enemy has been slain. Launch attack. I know who I am, and you will soon know as well. Ally has been slain. Retreat from the turtle. The Enemy more your double fear kill. grows, the smaller you become. Give Initiate life, retreat. not magic, to life. Ally has been slain. Killing spree. Sorry. The enemy has slain the turtle. Let's see who has the last laugh. Launch attack. The more your Request fear backup. grows, the smaller you become. Enemy rampage. My magic Launch attack. Slain. out of control. Sorry. Let's see who has the last laugh. Good game. Request backup. I know who I am, and you will soon know as well. Would you like to have a drink with me? Lightning! An enemy has been slain. Enemy dominated.
Understood. Give life to magic, not magic to life. Request backup. My magic is out of control. Ally has been slain. Our turret has been destroyed. The enemy has slain the turtle. Superb control. Launch attack. Ally has been slain. Our turret is under The more attack. your fear grows, the smaller you become. Give Our life, turret is under attack. not magic to life. Lightning! An enemy has been slain. An enemy has been slain. An enemy has been slain. Launch attack. Request backup. Legendary. Your team destroyed the turret. Team destroyed the turret. Request backup. Solo kill! Initiate retreat. I know who. Lightning! Strike! Request backup. Legendary. My magic Request backup. out of control. Let's see who has the last laugh. Legendary. Would you run lightning? Strike! Initiate retreat. Request backup. Our turret is under attack. An enemy has been slain. Shut down. Enemy rampage. Request backup. Initiate retreat. Superb Been tanking! destroyed. Lightning! Strike! My magic out of Initiate retreat. Understood. Give life, Launch attack. not magic. Ally has been slain. Ally has been slain. Good game. Lightning!
team destroyed a turret. Launch attack. Let's see who has the last laugh. An ally has slain Lord. An enemy has been slain. Launch attack. You have slain an enemy. Our turret is under attack. Slain an enemy. Lightning! An enemy has been slain. An ally has been slain. Hey, not bad. Launch attack. I know who I am. Follow Lord. And you will soon. Initiate retreat. Your team destroyed a turret. Slain. My magic is out of Request backup. Launch attack. Destroy the turret. Launch attack. Request backup. Would you like to have a drink with me? Shut down. An ally has launch attack. An ally has been slain. An ally has been slain. Lightning! Slain an enemy. Slain an enemy. Request backup. Our turret is Let's under see who attack. has the last laugh. Initiate retreat. Launch attack. Would you like to have a drink with me? Initiate attack. I know who Mega kill. Gather up the Lord. Superb Launch tanking. attack. Great play. The more your fear grows, the smaller you become. Sword Slayer. Great play. Ally has been slain. Lightning! Out of control. An ally has been slain. Initiate retreat. An ally has been slain. Follow Lord. Follow Lord. Give life to magic, not magic to life. Lightning! I know who I am, and you will soon know as well. My magic. Destroy the turret. Ally
Would you like to have a drink with me? With lightning? Instant kill! Request backup. Give life to magic. Launch Not attack. magic to life. Request backup. Initiate retreat. Request backup. The more your fear grows, the smaller you become. Launch attack. Okay. I know who I am, and you will soon know as well. Lightning! Launch attack. Would you like to have a drink with me? Epic outplay. Initiate retreat. Initiate retreat. From the Lord. Give life to magic, not magic to life. Hey, not bad. Sword Slayer. Initiate Let's see who retreat. has the last laugh. Launch attack. Instant kill. Initiate retreat has been slain. Launch attack. Request backup. I know who Your team destroyed the turret. Follow Lord. Ally has been slain. The more your fear grows, the smaller you become. My magic is out of control. Double kill. Sorry. Ally has our turret is under attack. Our turret has been destroyed. Our inhibitor turret is under attack. Our turret is under attack. Ally has been slain. Let's see who has the last laugh. Ally has been slain. Give life to magic, not magic to life. Would you like to have a drink with me? Our turret is under attack. Our I inhibitor know turret is who under I attack. And you will soon know as well. Lightning! Kill. Shut down. Launch attack. Launch attack. Gather up the Lord. Retreat from the Lord. Request backup. Understood.
The more your fear grows, Launch attack! Backup! Understood. Launch attack! give Request life backup! to magic, not magic to life. Initiate retreat!